ในขนมไงปีกาไฮเมียธนามเมสักประดักสักปุตสักราชปีปอนปรามรอย50 ประมูลตรึหนึ่งไงองกีตีประมูลไข่กุมเพะธนามปีปอน10 ประมวยได้ทัดนึกนองภูมิกุมปุงเกลสรกคุมกุมปุงเกลสรกเปรกประสบแคบกระเจดาโลกนักพุทธบริษัทเมนในประสาทโตมโนสัญเจตนาจิรัตลาบ้านปรกเจียปิธีบนปัจจัยบูนหนึ่งดาปึกดาดังใบอุตุกุศลจูนจมพัวโลกเป็นเซนหนึ่งโลกใหญ่เชียวอิ่มโลกตาไม่คุ้มโลกใหญ่เฮียนกึมสรีได้ขนมนุอลูกนะมาจากปรามตีนประเทนปรามบนเมียนโลกไม่กำเลียงนังโลกใส่ลายสกเฮงโลกใส่ลายสกหงโลกลายทรงนังโลกใส่เชียวกำสรีนพร้อมจากบทตราบทตรีโลกลายสกขาดนังโลกใส่สกชีโลกลายสุขานังโลกใส่กรีเองพร้อมจากบทตราบทตรีได้เมียนประสาทโตมโนสัญเจตนาจิรัตลาโดยยางไกลเลงปุงขพวกบ่มพดบ้านปรกีปิธีบนนิลางดับใบตอบสนองสองกุลจมพัวโลกเนตได้เมียนกุลเมียนเบียดตาใบตาจิโดนจิตามากงได้กอดบานปือกาเกอิริยาแต่การโลกขังบกอริยกาลอยู่กระไดทำไมนี่กระไดได้อำนาจตักจัดสถีจนโปรใสได้จินเนกันในพระพุทธศาสนานิเวลีเอากานี้บ้านปรบเจียปิธีนิลางหายบ้านอารัตนีนิมนต์ประสังจำราในพระปรัตได้จิพุทธเจยมังกุลรุจสอบกรบหายมันออกตักจัดในใส่จัตลามาบ่โลกเนมาจากปรามตีนประเทศมาจากปรามบนจิมวยหนึ่งยิดโยมพุทธบริษัทในนิเวลีอากาศนี้ก็บ้านอารัตนีนิมนต์อังธรรมกทักระโหตดาวปีประอังดังไปสำได้แบบปัจชาวิสัจนีเกรปีได้เมียนอังขยมบกนาธรรมพีกวงในวัดจันดำได้ขังตะบงริยะตนีพนมปิงโลกมาจากในข้างดังได้ในอังขยมบกนาธรรมพีในข้างแคบกำปงชนังได้ประอังเมียนประเพะดปรมปรียยมสระในนิเวลีอากาศในละใบละบางข้างสำแดงธรรมติสนาระโหดดาวสระเตนิกุมจนบดเซงไอติดพิสาเนสระกิธาตือกลายนาจวนเพียงในกลายหนึ่งปัณบพิสาลูกสองกิธาตือกลายนาหยิดโยมเป็นจัดหยิดโยมสบายจัดกลายหนึ่งหยิดโยมสกอลในกลายหนึ่งโดยชนะหายอโลกันเนี่ยพุทธบริษัทกับบ้านอารัตนีองขยมบกนาธรรมพีบนี้ดันใบปชาวิสัจนีเกรปีสำแดงตามกรรมวิธีบนระบาโลกันเนี่ยบ้านพื้นนิเวลีอากาศนี้
ผู้สาธุอស់លោកសាទុសប្បុរសទាំងឡាយមុននឹងសម្ដែងនៅពធទេសនាអាត្មាភាពទាំងពីរព្រះអង្គសូមធ្វើបទខន្តីអភ័យអត់ទោសសន្តោសប្រោសប្រណីពីអស់លោកអអ្នកអញ្ញាធរដែនដីមេភូមិមេឃុំមេស្រុកក្រុមជំនុំក្រុមចន្ទុកសង្កាត់បលាក់ខេត្តអីផ្សេងនោះក្រែងលអាត្មាភាពសម្ដែងទៅហើយជូនជាមានការលើសលួសខ្វះខាតបត់បាតនៅអក្សរចេញជាអ្នកភាសាបាលីឬសេចក្តីអត្ថាធិប្បាយបកស្រាយត្រង់នៃកលែងណាមួយមិនច្បាស់លាស់នោះញាតិញោមពុទ្ធបរិស័ទអាចស្ដាប់នៅអង្គក្រោយទៀតដើម្បីឲ្យច្បាស់ហើយខន្តីអភ័យទោសដល់អង្គខ្ញុំបកូណាអាត្មាភាពទាំងពីរព្រះអង្គផងនឹងបានសម្ដែងទៅតាមបែបពុច្ឆាវិសច្ចនេតទៅពុំខានឡើយนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทธรัตนัตยัสสะវន្ទាមិទូបង្គំខ្ញុំប្រករណាទាំងពីរព្រះអង្គសូមលើកកំបងកងអញ្ជលីគោរពនមស្ការចំពោះដៃចាស់គុណបរតនៈទាំង3មានគុណប្រពុតគុណពធគុណប្រសង្ឃដោយសេចក្តីគោរពសង្ខេបបែបខ្លីមកប៉ុណ្ណេះចេវន្តរាយនិវិរណថੰដើម្បីបញ្ជានៅឧបទ្រពទាំងឡាយដែលធ្លាប់កើតមាននៅក្នុងខណ្ឌសន្តានរបស់ញោមញាតជាពុទ្ធបរិស័ទទុកឯណានិមួយដែលកើតអំពីរោគទុកឯណានិមួយដែលកើតអំពីទុរភ័ក្រកើតអំពីអមនុស្សទាំងឡាយក៏សូមឲ្យទុកសោករោគភ័យវិក្រៈភាពទាំងអស់នោះពវាសជាចេញឆ្ងាយទៅសាទរੰសាទរੰវហន្តវិហតាវន្តនីដោយអំណាចនៃកិរិយានមស្ការមកអំបញ្ញនេះដែលអង្គខ្ញុំបកូណាអាត្មាភាពបានធ្វើរួចហើយចំពោះគុណនៃបត្រៃរតន៍ទាំង3មានពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយសេចក្តីគោរពនេះសូមឲ្យទុកទោសភ័យយន្តរាយផ្សេងនោះបាត់បង់ទៅតតិនន្តរੰធម្មទេសនੰទិសេសាមៈដំណរតបជាប់អំពីបទនមស្ការដោយសង្ខិតសង្ខេបបែបខ្លីនេះទៅអង្គខ្ញុំបកូណាអាត្មាភាពនឹងលើកយកនៅប្រធរដើម្បីមកសម្ដែងចែកជូនទៅដល់អស់លោកអអ្នកពុទ្ធបរិស័ទនេះវេលាឱកាសនេះក៏ប៉ុន្តែមុននឹងសម្ដែងក៏សូមធ្វើការតែងតាំងងារជាមុនសិនពីព្រោះថ្ងៃនេះសម្ដែងធម៌ទេសនាក្រែ2វាខុសអំពីការសម្ដែងធម៌ក្រែ1បើគេសម្ដែងធម៌ទេសនាក្រែ1គ្រាន់តែគេចាប់ក្បាលមីក្រូហ្វូនឡើងនមោតស្សៈរួចធ្វើបទនមស្ការសពគ្រប់បែបយ៉ាងចាប់ដើមទាញយកព្រះធម៌ព្រះវិន័យមកសម្ដែងចែកជូនទៅដល់អស់លោកអអ្នកញាតិញោមពុទ្ធបរិស័ទតែម្ដងតែឥឡូវនេះក្រែ2គឺផ្លែកអំពីក្រែ1មានអ្នកសួរនិងមានអ្នកឆ្លើយហើយក៏មិនមែនសម្ដែងទៅព្រមគ្នាដោយលោកសោតធរអំបញ្ញមាញ់នេះក៏អត់ទេឬមួយក៏សម្ដែងទៅប៉ុណ្ណឹងប្រជែងប្រកួតគ្នាដើម្បីយកឈ្នះយកចាញ់អីហ្នឹងក៏អត់ទេគឺសម្ដែងបែបអ្នកឆ្លើយនឹងមានអ្នកសួរនៅក្នុងថ្ងៃនេះខ្ញុំបកូណាអាត្មាភាពដោយយោងទៅលើមៀតក៏តូចជាងគេសម្ដីរៀងថ្លោះបន្តិចសូមធ្វើជាអ្នកសួរឬយើងហៅថាព្រះមហាថែទៅចោះដើម្បីលើកយកនៅបញ្ហាកម្មផ្សេងដែលតាក់ទងទៅនឹងបុណ្យនៃវេលាឱកាសនេះសួរទៅលើលោកម្ចាស់ខាងស្ដាំដៃនៃអង្គខ្ញុំប៉ុន្តែការតែងតាំងនេះញោមញាតពុទ្ធបរិស័ទអត្តនោម័តដោយខ្លួនឯងទេមានន័យថាគំនិតគិតចេញពីក្នុងចិត្តតែខ្លួនឯងទេថាឲ្យលោកជាអ្នកឆ្លើយប៉ុន្តែមិនដឹងថាទឹកបតីទឹកចិត្តរបស់លោកម្ចាស់នាវេលាឱកាសនេះព្រមនឹងទទួលឆ្លើយរាល់បញ្ហាកម្មដែលអង្គខ្ញុំបកូណាអាត្មាភាពឬក៏ញាតិញោមពុទ្ធបរិស័ទសួរអីយ៉ាងណាយ៉ាងណីនោះក៏អត់ទេអត់ទាន់ដឹងទេឥ
ដូចនេះខ្ញុំបកូនណាសូមអរតនីបកូនម្ចាស់លើកក្បាលមីក្រូហ្វូនឡើងអាអ្នកដើម្បីបញ្ចេញនៅសត្យវាចាមកឆ្លើយតបខ្ញុំបកូនណាថាព្រមឬក៏មិនព្រមបើមិនព្រមទេបកូនម្ចាស់និមន្តទៅមុនខ្ញុំកណាសំដែងម្នាក់ឯងក៏បានដែរសូមអរតនីមកទេសនាហ្នឹងញោមដឹងមិនទេមកតាំងពីម្សិលមិញហើយលោកមកដល់លើក្រែថាអត់ព្រមហ្មងទៅគេមកទេសឡើងដល់លើក្រែគេព្រមមកចាំបាច់សួរទៅអីព្រោះទេសនាហ្នឹងការព្រមហ្នឹងប្រហែលជា2ខែមុននេះណោះថាព្រមមកសំដែងធម៌ប៉ុន្តែមិនទាន់ដឹងថាខ្លួនឯងធ្វើជាអ្នកសួរឬក៏អ្នកឆ្លើយឥឡូវមកពេលនេះអ្នកឆ្លើយអាត្មាតាំងពីចេះសំដែងធម៌មកមិនដែលបានសួរគេទេញោមបើចេះសំដែងធម៌មកប្រហែល 4-5 ឆ្នាំអត់ដែលបានសួរគេទេលោកឡើងឋានសួររហូតអាត្មាឋានឆ្លើយរហូតប៉ុន្តែអីទេអាងលោកឃើញលោករៀងក្មេងប៉ុនបច្ចុប្បន្នច្រើនញោមចិត្ត30ហើយលោកអាត្មាមុខរៀងកាចាស់ប៉ុន្តែអាយុតិចញោមអត់ជឿអាត្មា24នេះទេញោមមើលមកថ្ងៃមិញជួបប្រគុណម្ចាស់អត់ជឿអាត្មាថាអុយអាយុទឹមប៉ុណ្្នឹងឯមុខរៀងកាចាស់ហ្មងអញ្ចឹងមកធ្វើប៉ុនបានតិចពេកឥឡូវខំធ្វើប៉ុនហើយមកតាមផ្លូវហ្នឹងវែងឆ្ងាយទៅទៀតមកដល់វត្តប្រគុណម្ចាស់ហ្នឹងចេញមកម៉ោង8ជាងឥឡូវទៅតបរៀបចំកាមេរ៉ាអីមកថតវីដេអូកម្មវិធីប៉ុនហើយមកបានប្រគុណម្ចាស់នេះចាអត្តការអាត្មាស្គាល់ដែរបានលោកនាំផ្លូវមកគុំតបានលោកមិនដឹងចូលព្រៃណាទេអាត្មាបើធ្លាប់ទេទៅតាមខេត្តអញ្ចឹងទៅវាស្រួលចិត្តដល់ពេលមកញាតញោមមានឯណាកាត់ភ្នំចប់ពីលើភ្នំឡើងភ្នំចូលក្នុងព្រៃទេឯណាអត់មានឃើញផ្ទះផងទៅអាចការកស៊ូគេនោះលោកចេះតែនាំទៅទេហីចេះតែភ័យដែរប៉ុនសំណាងមកដល់ខាងមុខឃើញផ្ទះញាតញោមហើយមកដល់រោងបន់ឃើញញោមទទួលបដិសន្ធារៈហ្នឹងហើយញោមកិច្ចវិន័យរបស់ឧបាសកឧបាសិកាឃើញប្រសង់ទទួលអញ្ចឹងបានប៉ុនច្រើនញោមហើយចំមកទឹកដីកន្លែងញោមនេះអាត្មាកុំដែលបានស្គាល់ទៅលើកទី1ឃើញប្រភពញោមញាតនៅនេះធាត់ណែបានអីប្រសាទញាតញោមថាអាត្មាស្គមនេះអាត្មាអញ្ចឹងអត់ធាត់ទេញោមហើយទឹកដីអាត្មានៅមាត់ទន្លេដូចគ្នាលោកនៅភ្នំពេញលោកពេញល្អប្រភពរៀងពេញប៉ុនត្រង់រៀងទឿបន្តិចជាតិមុនប្រហែលធ្វើបន់បានទៀតពេលបានកើតមកទឿប្រគុណជាអង្គម្ចាស់ខ្ញុំកណាព្រមប៉ុន្តែមុននឹងព្រមនឹងសូមចម្រើនពរបន្តិចទាំងអ្នកមើលឃើញនិងអ្នកមើលមិនឃើញអ្នកមើលមិនឃើញទីទឹកដីកន្លែងនេះមានអរុក្ខទេវតាអាកាសទេវតាទេវតារសាទឹកទេវតារសាដីទេវតាថប់ថែរសាទីទឹកដីកន្លែងនេះទាំងមូលខ្ញុំបកករណាទាំងពីរព្រះអង្គសូមទឹកដីជ័យភូមិសម្ដែងនៅពធទី2សូមចម្រើនពរដល់លោកម្ចាស់បនព្រមទាំងញោមញាតជាពុទ្ធបរិស័ទដែលបានអញ្ជើញមកពីទីចិត្តទីឆ្ងាយសូមចម្រើនពរដល់លោកអាជ្ញាធរដែនដីមានលោកមេឃុំមេភូមិមេស្រុកសន្តិសុខកងធ្លកប៉ូលីសសេនាយោធាលោកគ្រូអ្នកគ្រូកវីបណ្ឌិតអដ្ឋកោវត្តនិស្សិតបញ្ញវន្តគ្រប់ជាន់គ្រប់ថ្នាក់តាំងពីថ្នាក់ទាបរៀងរៀបដល់ថ្នាក់ខ្ពស់រហូតដល់ដំក្រមប្រឹក្សាសាលាកងសីស្ថានកងសុលជាមួយកងខ្សែតកែកងស៊ីស្មេស្មៀនប្រធានមន្ត្រីនយោជកនយោជកអ្នកលក់ចេញអតិញចូលអ្នកប្រមូលបស៊ីតាជីដូនជីយុវនារីយុវជនអ្នកនិពន្ធអ្នកកសែតទាំងអស់មកសម្ដែងធម៌ថ្ងៃនេះដឹងញោមចង់ស្ដាប់ធម៌អីឧបមាថាញោមចង់សឡមជូអាត្មាដូចចង់ភើអញ្ចឹងបើសឡកកោមិនញោមចូលចិត្តអញ្ចឹងមេត្តាខន្តីដល់រូបអាត្មាភាពផងទាំងពីរព្រះអង្គប្រគុណជាអង្គម្ចាស់ខ្ញុំកណាព្រមប៉ុន្តែព្រមនឹងទទួលប្រាក់ភ្នាក់ងារជាអនុថែនេះសូមខសន្យាត្រឡប់ទៅវិញរឿងសំណួរអាត្មាអត់ដែលខ្លាចលោកសួរញោមខ្លាចបំផុតអារឿងរកចម្លើយឆ្លើយអញ្ចឹងហ្នឹងខ្លាចតែហ្មងសំណួរអត់ខ្លាចឆ្លើយទេប៉ុន្តែខ្លាចរកចម្លើយវាអត់ឃើញខ្លាចត្រង់ហ្នឹងឯតើខ្ញុំកណាព្រមទទួលប្រគុណម្ចាស់ប៉ិនសនំពរទី1ហ្នឹងរកសំណួរដែលប្រគុណម្ចាស់ចោតសួរអីត្រង់កន្លែងខ្ញុំកណាចេះខ្ញុំកណានឹងឆ្លើយប្រកេនកន្លែងណាមិនចេះឆ្លើយដែរឆ្លើយថាអត់ចេះទេវេប្រកេនឲ្យជួយឆ្លើយវិញ
ធម្មតាគេថាសធរគង់នឹងជើង3ដំរីគង់នឹងជើង4អ្នកប្រាជ្ញអាងក្បួនគង់នឹងល្បេះក្បាច់អាត្មាចេះក៏តិចវ័យក៏ក្មេងសំឡេងមិនតាន់ល្អសាច់ធរក៏មិនតាន់ល្អិតចិត្តមិនតាន់ឲ្យល្អៀងប្រៀបបានដូចកំមុំមិនតាន់ចេះដាំបាយគេមិនតាន់ឲ្យមានប្តីទេអញ្ចឹងទៅមេត្តាខន្តីញោមញាតហើយប្រគុណម្ចាស់រាល់សំណួរដែលសួរមកហ្នឹងសួរតែកន្លែងខ្ញុំកណាចេះបានហើយអាកន្លែងណាមិនចេះមិនបាច់ចាំសួរទេចាំថ្ងៃក្រោយពិភាក្សាទៀតបើថាសួរចំកន្លែងមិនចេះទេតើលើក្រែទៅវត្តវិញត្រូវហើយអាហ្នឹងដឹងគ្នាតាមក្រោយខ្ញុំកណាបើកឲ្យសួរមកសេរីបើប្រគុណម្ចាស់លេងចាក់ខ្ញុំកណាលេងចាប់បើលេងកាប់ខ្ញុំកណាលេងប៉ែងបើលេងកែងខ្ញុំកណាលេងកិច្ចហើយបើត្រឹមតែលេងពាក្យពេចខ្លាចអីនឹងតសិនទៅខ្ញុំណាស់តែបានជួបគ្នាផងថ្ងៃនេះបានជួបគ្នាម្ដងប្រៀបបានដូចជាអ្នកឡើងបដល់អញ្ចឹងលេងខ្លាចគីឡូតែដើរដល់សៃវៀនហ្នឹងគិតតែវាយយកហើយមិនដឹងអាម៉េចទេហើយប្រគុណម្ចាស់អាម៉េចជាបធុបថយឲ្យខ្ញុំកណាផងហើយប្រភ័ក្ររៀងដូចត្រង់សៅច្បងហើយបច្ចុប្បន្នហ្នឹងក៏ច្រើនមៀតហ្នឹងដូចត្រង់រៀងធាត់អីបើមានអតាណាកម្មកុំឲ្យខឹងខ្ញុំកណាក្រែងលោកខ្ញុំកណាលេងពាក្យសម្ដីលេចលើស្មើក្រមទៅលើប្រគុណម្ចាស់ខ្ញុំកណាព្រមទទួលហើយសូមទានជ្រាបសាធុចម្លើយអ្នកកោយឆ្លើយមកពិតជាយល់ព្រមដូចបំណងរបស់ខ្ញុំបកូនណាមែនហើយក៏ដូចជាដូចគោលបំណងរបស់ញាតិញោមពុទ្ធបរិស័ទមែនពីតបងឡើយអាត្មាខ្លាចតែលោកមិនទទួលនឹងមិនដឹងថាយកអង្គណាទេប៉ុន្តែមានអង្គនៅក្បែរអាត្មាមួយអង្គដែរទាញដាក់ត្មងឥឡូវនេះលោកម្ចាស់អនុថែបានទទួលយល់ព្រមហើយប៉ុន្តែមានខមានស្ងោអីទៀតសនំពើឲ្យខ្ញុំបកូនណាហើយលោកថាបើកន្លែងណាមិនចេះកុំសួរណាដឹងថាលោកចេះកន្លែងណាញោមអីបើយើងនិយាយពីគ្រូរៀនខុសគ្នាហើយកន្លែងក៏នៅខុសគ្នាអញ្ចឹងមិនដឹងថាកន្លែងណាដែលលោកចេះកន្លែងណាលោកមិនចេះបើអញ្ចឹងទេខ្ញុំមកកូនណាមានតែសន្មតថាអញ្ចេះទៅចោះអនុថែសន្មតថារាល់សំណួរណាដែលខ្ញុំមកកូនណាសួរទៅប្រកបថាអនុថែប្រកបជាចេះហើយបើថាមិនចេះឯងវិញទៅវិញខ្ញុំកណាថាជាពាក់សិនចាំថ្ងៃក្រោយទេសនាមួយគ្នាម្ដងទៀតសួរអាសំណួរនឹងដដែលអញ្ចឹងទៅចោះសន្មតថាអញ្ចឹងទៅចោះឥឡូវនេះលោកថាលោកតាំងនៅប្រទេសមកមិនដែលចេះបានសួរគេទេអាចបើខ្លួនឯងមកចាស់ដល់ពេលគេសួរអាយុទៅសាប់អាយុ24ណាគេឲ្យសួរញោមហើយគេមិនឲ្យសួរទេវសាក៏ខ្ចីប្អូនហើយបើយើងនិយាយទៅតាមវិន័យលោកថាតែណាវសាបងក្នុងសួរហើយក្នុងបានសួរឲ្យប៉ុន្តែខ្ញុំកណារឿងតូចរឿងទៀបរឿងទឿអីខ្ញុំកណាមិនសំខាន់ទេសំខាន់ឲ្យតែបានសួរអនុថែហើយបើសិនជាសួរទៅអនុថែចេះជួយត្រេកអរជួយសាទរជាមួយអនុថែហើយបើថាសួរទៅមិនចេះទេវាជាកម្មរបស់អនុថែទេកុំមកបន្ទោសខ្ញុំមកកូនណាអីឥឡូវនេះខ្ញុំមកកូនណាមិនបាច់ចាំបកស្រាយឲ្យវែងឆ្ងាយទៅទៀតទេចាប់ផ្ដើមសំណួរសួរអនុថែតែម្ដងទៅពុទ្ធបរិស័ទដែលជាអ្នកនាំគ្នាមកធ្វើបុណ្យនាវេលាឱកាសនេះសិតសឹងតែជាអ្នកកាន់នៅពុទ្ធសាសនាតាំងអំពីសតវត្សទី3មកម្លេះអញ្ចឹងខ្ញុំបកូនណាចង់សួរថាអនុថែហេតុដូចមកដេចបានជាពុទ្ធបរិស័ទនាំគ្នាកាន់នៅពុទ្ធសាសនាអ្នកសូមឆ្លើយអន្តេបពុទ្ធព្រះមហាថេរៈនៅចម្រើនបានមីក្រូចង់ហុចឲ្យគេចង់គេទេ1លោកទេ2បានសួរហើយចង់ឲ្យមីក្រូទៀតហេតុដូចមកដេចបានជាគេនាំគ្នាកាន់ពុទ្ធសាសនាបានជាគេនាំគ្នាកាន់ពុទ្ធសាសនាព្រោះពុទ្ធសាសនាឲ្យសេចក្តីសុខនៅក្នុងសង្គមគ្រួសារនិងប្រទេសជាតិណាអង្គម្ចាស់សូមទានជ្រាបសាធុកលោសិទ្ធឆ្លាតជ្រាបហើយអនុថែនាំឲ្យបានផ្ដល់នៅសេចក្តីសុខដល់សង្គមជាតិនិងសង្គមគ្រួសារហើយផ្ដល់ដល់សង្គមជាតិយ៉ាងម៉េចដែរអ្នកសូមឆ្លើយព្រះមហាថេរៈដ៏ចម្រើន
ដល់សង្គមជាតិសង្គមគ្រួសារបើយើងនិយាយដោយខ្លីសំខាន់បំផុតនៅក្នុងសង្គមគ្រួសារញោមចំណាំមើលក្រុមគ្រួសារមួយបើអត់យកពធមកដាក់នៅក្នុងខ្លួនទេអត់បានសេចក្តីសុខទេប្តីខឹងប្រពន្ធខឹងប្តីម៉ែវាយកូនវាយម៉ែហ្នឹងដោយសារអីញោមដោយសារអត់មានធម៌នៅក្នុងខ្លួនដូចញោមញាតនៅក្នុងថ្ងៃហ្នឹងមកស្អាតអញ្ចឹងសិតតែមានធម៌នៅក្នុងខ្លួនញោមមើលចាស់ប៉ុណ្ណឹងអាត្មាទៅសើឲ្យបានអាវប៉ាក់អីស្អាតជាងកមុំមកលើមិនសូវប្រមាណទេគេស្អាតបានតលាកខ្លីទេអញ្ចឹងទីកមុំខឹងញោមដល់ពេលយើងមានធម៌នៅក្នុងសង្គមគ្រួសារមួយចេះយោគយល់ឲ្យគ្នាចេះសន្តោសឲ្យគ្នាចេះមានធម៌ខន្តីគេថាក្រុមគ្រួសារមួយបើមានធម៌នៅក្នុងខ្លួនកាលណាហើយផ្ដល់នៅសុភមង្គលគឺសេចក្តីល្អកុំយកទោសគ្នាកុំខឹងគ្នាពីដើមមកគេថាការជួបគ្នាដំបូងដូចស្រឡាញ់គ្នាខ្លាំងញោមដល់ពេលបានគ្នាយូរទៅវាខ្វះធម៌នៅក្នុងខ្លួនចេះតែឆ្លោះប្រកែកគ្នារហូតដល់គ្រួសារខ្លះមានអំពើហិង្សាញោមមើលដោយសារអីអត់យកធម៌មកដាក់នៅក្នុងខ្លួនការពីដំបងស្រឡាញ់គ្នាណាអាត្មានិយាយតិចសុភាសិតហ្នឹងគេថាទេមិនអាត្មាអ្នកថាទេគេថាមុនដំបងជួបគ្នាគេមិនទាន់ស្គាល់គ្នាណាញោមការនៅពីកមុំពីកន្លោះអញ្ចឹងទៅជួបគ្នាចៃដន្យជួបគ្នាដំបងគេហៅពូណាហ្នឹងខាងស្រីជួបគ្នាដំបងហៅពូដល់ពេលស្គាល់គ្នាយូរគេហៅបងអញ្ចឹងណាញោមអញ្ចឹងអត់បាទដល់ពេលជួបគ្នាយូរគេហៅបងស្រឡាញ់ដល់ពេលការទៅបានគ្នាមានកូនម្ដងគេហៅឪវាដល់ពេលឆ្លោះគ្នាគេហៅអីឆ្លោះគ្នាអាត្មាមិនចេះតែថាទេអាត្មាឮដែរគេថាដល់ពេលឆ្លោះគ្នាគេហៅអាងាប់គេថាអញ្ចឹងមិនលោកថាឲ្យញោមហើយពីដំបូងដល់ពេលយើងអត់មានធម៌នៅក្នុងខ្លួនសង្គ្រោះស្វាមីសង្គ្រោះភរិយាអត់កើតទេហើយដល់ពេលចាំមើលខាងប្រុសគេជួបវិញជួបគ្នាដំបូងគេហៅចែអញ្ចឹងណាញោមបានស្មែគេហៅអូនមានកូនម្ដងគេហៅម៉ែវាពេលឆ្លោះគ្នាអត់ហ៊ានថាដឹងហើយញោមដឹងខ្លួនឯងអាត្មាអត់ដឹងទេទោះអាត្មាមិនថាក៏ញោមដឹងដែរអញ្ចឹងបើយើងមានធម៌មកដាក់ក្នុងខ្លួនហើយសង្គមគ្រួសារចេះស្រឡាញ់គ្នាចេះយោគយល់គ្នាមានកូនមកសឹកតកូនកតញ្ញូកូនដឹងគុណម៉ែកូនដឹងគុណឪដោយសារមានពុទ្ធសាសនាអាត្មាហ៊ាននិយាយប្រមាថម៉ែឪញោមបើសិនជាអត់ពុទ្ធសាសនាសម័យបច្ចុប្បន្នច្បាស់ជាម៉ែឪអត់បាយទេខ្ញុំជឿអញ្ចឹងសំបីតែសម័យបច្ចុប្បន្នមានពុទ្ធសាសនាប៉ុណ្ណឹងហើយនៅកូនខ្លះមិនដឹងគុណម៉ែមិនដឹងគុណឪហើយតម្រាំអត់ពុទ្ធសាសនាទៀតពិបាកហើយឯទី2ផ្ដល់សេចក្តីសុខទៅដល់ប្រទេសជាតិញោមចំណាំមើលប្រទេសជាតិបើអត់មានធម៌ដឹកនាំបើអត់មានធម៌ជាធម៌មានធិបតេយ្យយកធម៌ជាធំសម្រាប់រៀបចំគ្រប់គ្រងប្រទេសជាតិទេអត់បានសេចក្តីសុខទេយើងដឹងណាស់ការពីដើមមកប្រវត្តិសាស្ត្រយើងធ្លាប់ឆ្លងកាត់នៅសេចក្តីទុក្ខដែលកើតអំពីសង្គ្រាមអស់3សតវត្សដោយសារអីញោមមើលដូចជំនាន់ពោពតញោមមើលអត់មានសាសនាអត់មានប្រសងគេផ្សិតចោលទាំងអស់សូម្បីតែមន្ទីរពេទ្យក៏គេលែងចង់ឲ្យមានបាត់ពុទ្ធសាសនាប្រទេសជាតិវឹកវរខ្លាំងហើយរហូតមកដល់សម័យបច្ចុប្បន្នញោមមកទល់សម័យថ្ងៃនេះញោមជំហានដែលដើរទៅមុខគឺដើរឆ្ពោះទៅរកសន្តិភាពវឌ្ឍនភាពនិងសុខដុមរមនាឆ្ពោះទៅរកសេចក្តីសុខអញ្ចឹងបានព្រះអង្គទ្រង់សម្ដែងថាជាមនោគមវិជ្ជាដើម្បីតាក់ទាញចិត្តមនុស្សអប់រំកាយអប់រំវិចារអប់រំចិត្តកាលណាយកធម៌មកដាក់ក្នុងខ្លួនហើយប្រទេសជាតិក៏បានសុខសប្បាយដែរឆ្លើយប្រកេនប៉ុណ្ណេះវវលោកថាឯងសួរបន្តិចទៅលោកនឹងឆ្លើយច្រើនដែរអញ្ចឹងឆ្លើយប្រកេនប៉ុណ្ណឹងវែងពេកច្រាប់ចេញខ្លីពេកជួយប្រពេញណាអង្គម្ចាស់សុំទានជ្រាបចម្លើយណាកោឆ្លើយមកពិតជាពិរោះហើយផ្អែមញាតិញោមពុទ្ធបរិស័ទបើនិយាយពីច្រាប់អាត្មាមិនដឹងតែច្រាប់កន្លែងណាបើនិយាយពីបំពេញក៏មិនដឹងថាបំពេញកន្លែងណាពីព្រោះវាពេញល្មមតែម្ដងបើយើងនិយាយអំពីទឹកបើពេញហើយយើងចេះតែដងចាក់ទៅវាហេហើយបើវាហេហើយវាមិនសូវជាល្អប្រមាណទេ
អញ្ចឹងខ្ញុំមកកូនណាគិតថាអ្នកឆ្លើយមកពិតជាពីរោះហើយត្រឹមត្រូវហើយនឹងល្មមអាចទទួលយកបានហើយពីព្រោះពុទ្ធសាសនាយើងមានឥទ្ធិពលនៅក្នុងសង្គមខ្លាំងណាស់ញោមមើលសម័យព្រះបាទជ័យវរ្ម័នយកនៅធម៌គោលធម៌របស់ព្រះពុទ្ធសាសនាដើម្បីយកទៅដឹកនាំពុទ្ធបរិស័ទយកទៅដឹកនាំប្រជារាស្ត្ររបស់ខ្លួនឯងធ្វើឲ្យសង្គមប្រទេសជាតិរីកចម្រើនទាំងក្រុមគ្រួសាររីកចម្រើនទាំងសេដ្ឋកិច្ចជាតិអីផ្សេងដោយសារតែមាននៅពុទ្ធសាសនាចាក់ឬចាក់គុលនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរយើងចាប់តាំងអំពីសតវត្សទី3រហូតមកដល់ពេលនេះដែលគេចាត់ទុកថាពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលពុទ្ធបរិស័ទនាំគ្នាគោរពប្រណិប័តបដិបត្តិធ្វើឲ្យសង្គមមានការរីកចម្រើនអីផ្សេងក៏ដោយអំណាចនៃពុទ្ធសាសនាដោយអនុថែលោកបានឆ្លើយអញ្ចឹងឥឡូវនេះអនុថែឲ្យអ្នកកោយចម្លើយឆ្លើយមកពិតជាពីរោះហើយខ្ញុំបកូនណាចង់សួរអនុថែទៅទៀតតើសេចក្តីសុខរបស់ក្រហមមានប្រមាណយ៉ាងដែរអ្នកសូមឆ្លើយសេចក្តីសុខរបស់ក្រហមមានប្រមាណដឹងទេដឹងអត់ចង់ដឹងអត់ចង់ដឹងលោកប្រាប់បើចង់ដឹងទេផ្សេងទៅសម័យថ្ងៃមួយកហបតីម្នាក់ចូលមកទូសួរចំពោះព្រះដ៏មានព្រះភិក្ខថាបបិទ្ធព្រះអង្គដ៏ចម្រើនតើសេចក្តីសុខរបស់ក្រហមមានប្រមាណយ៉ាងបានព្រះអង្គទ្រង់សម្ដែងអនុសន្ធិឆ្លើយតបជាមួយនឹងកហបតីវិញថាបបិទ្ធកហបតីសេចក្តីសុខរបស់ក្រហមនោះមាន4យ៉ាងណាអង្គម្ចាស់សូមទានជ្រាប4យ៉ាងនោះអ្វីខ្លះអ្នកសូមឆ្លើយ4យ៉ាងនោះទី1អត្ថិសុខទី2ភោគៈសុខទី3អនៈសុខទី4អនវជ្ជៈសុខប្រែតំងទៅកុំឲ្យលោកបបាក់សួរទៀតចាំអង្គុយស្ដាប់ខ្ញុំកណាប្រែស្ដាប់កុំឲ្យបបាក់សួរទី1ភោគៈសុខពីព្រោះមានទ្រព្យញោមមើលសង្គមគ្រួសារមួយបើអត់ទ្រព្យអត់បានសេចក្តីសុខទេទាំងញោមទាំងគេទាំងអាត្មាហ្នឹងព្រឹកឡើងអត់បច្ច័យទិញមីឆាន់មកជូរដែរហ្នឹងអាហ្នឹងវាមិនຕົកហើយដល់ពេលយើងមានទ្រព្យសម្បត្តិយកលុយហ្នឹងទៅចាយយកទ្រព្យសម្បត្តិហ្នឹងទៅចាយវាបែងចែកនាំគ្នាធ្វើបុណ្យហើយបើញោមបានទ្រព្យសម្បត្តិបែងចែកចាយវាធ្វើបុណ្យហើយនឹងហើយសេចក្តីសុខហើយបើបានទ្រព្យសម្បត្តិហើយចេះបែងចែកផងជា4ទៀតទី1បែងចែកដោះបំណុលចាស់គឺយកទ្រព្យដែលយើងរកបានមកទៅចិញ្ចឹមម៉ែទៅចិញ្ចឹមឪអាហ្នឹងគេហៅថាដោះបំណុលចាស់ឯទ្រព្យសម្បត្តិរកមកទី2បលបំណុលថ្មីគឺចិញ្ចឹមប្រពន្ធចិញ្ចឹមកូននាំគ្នារស់នៅជាមួយគ្នាចិញ្ចឹមគ្នាទៅវិញទៅមកអាហ្នឹងទ្រព្យសម្បត្តិបែងចែកទី2ឯទ្រព្យសម្បត្តិមួយទៀតយើងបោះចូលក្នុងជ្រួជ្រៅយើងតែងមកមហូបអាហារគប់គុំក្រុមគ្រួសារមួយទៀតតបទុកក្នុងព្រះធរណីគឺនាំគ្នាធ្វើបុណ្យនាំគ្នារក្សាសិលនាំគ្នាធ្វើទានណែយើងរស់នៅសពថ្ងៃនេះអាស្រ័យមកពីលើបុណ្យទេញោមជំនាន់ញោមពីដើមមកញោមឃើញនឹកគោរពប្រសង់ចូលវត្តចេះដោះមុខបិទឆាត់អីអាយុវែងដល់ពេលក្មេងឥឡូវអាយុអត់វែងដោយសារខ្វះការគោរពដោយជំនាន់ញោមមានការគោរពចេះតែអាយុវែងពីដើមអាត្មាចេះតែឮថាពីដើមមនុស្សសក់ខ្មៅច្រើនតែធ្វើបុណ្យឲ្យមនុស្សសក់សមិនចឹងឯងញោមពីដើមមនុស្សសក់ខ្មៅសែកឲ្យមនុស្សសក់សដល់ពេលសម័យឥឡូវគ្រោះថ្នាក់ចរាចរណ៍មនុស្សសក់សដិតឲ្យមនុស្សសក់ខ្មៅឥឡូវភាគច្រើនចឹងមែនដោយសារការមិនគោរពដល់ពេលយើងមានការគោរពអាយុក៏វែងទៅកន្លែងណាគេស្រឡាញ់គេរាប់អានជួនកាម៉ូតូនឹងមួងងោវាមិនលឺងោណាលឺទៅងាប់ទៅមុខប្រោអានឹងវាពិបាកអញ្ចឹងហើយដល់ពេលទៅដាក់ខ្សែចកេះលោកគ្រូអីវត្តចិត្តនេះវត្តនេះមកស្គាល់ដែរនេះលោកនៅទីនេះជួនកាលជឿលើបារមីគុណអើយដាក់ខ្សែចកេះខ្ញុំកណាមួយមកកូននឹងវាជិះម៉ូតូលឿនណាមានអ្នកណាញោមមកអាកងតបប៉ែតកៅផងបារមីមានជួយតនឯណាបារមីនោះលោតចោលបាត់គ្នាខ្លាចងាប់ទេតោះមិនមែនចេះខ្លាចណាដល់ពេលយើងអត់មានការគោរពញើមើលអាយុអត់វែងទេដល់ពេលយើងមានទ្រព្យសម្បត្តិអញ្ចឹងបានអាត្មាចេះតែសម្ដែងញាតិញោមខ្លះគាត់ថាខ្ញុំកណាស្ដាយកើតអត់ទាន់ប្រពុតការព្រះអង្គគង់ធរមាននៅអាត្មាថាស្ដាយយ៉ាងម៉េចញោមចំណាំមើលពីដើមជំនាន់ព្រះអ្នកមានទ្រព្យមកកណោដូចជាអនន្តសាថីដូចជាអបតកសទ្ធិកោសយៈសទ្ធិ
សត្វតែសភ័យមានទ្រព្យសម្បត្តិស្ដុកស្ដំប៉ុន្តែមិនយកទ្រព្យសម្បត្តិនោះធ្វើបន់មិនយកទ្រព្យសម្បត្តិនោះធ្វើទានទេចេះតែកំណាញ់គ្មានទៅជឿរឿងកម្មរឿងផលអីទេកុំទៅជឿអីសាមណៈគោដមហ្នឹងវាគ្មាននរកគ្មានប្រេតអីទេញោមមកដល់ពេលស្លាប់ទៅអនន្តសែថីកើតជាកូនឆ្កែអស់ពីកូនឆ្កែរងទុក្ខវេទនាកើតមកក្នុងតកូលអ្នកតក្រលំបាកដើរសុំទានគេយល់មើលដល់ស្អីមិនបានធ្វើបន់មានទ្រព្យសម្បត្តិល្អពេកប៉ុន្តែអត់ចេះធ្វើបន់អញ្ចឹងញោមញាតធ្វើបន់ហើយទៅខ្លួនចាស់អត់មានអីទៀតទេវោតិថាឯងទៅរកឯណាទៀតបានកូនគេជូនមកបន្តិចបន្តួចហ្នឹងនាំគ្នាធ្វើបន់ទៅអាហ្នឹងសប្បាយនៅក្នុងបន់យើងចាយត្រប់ឯមួយទៀតភោគៈសុខពីព្រោះមិនចម្ពាក់បំណុលគេតែមិនចម្ពាក់បំណុលគេក៏ស្រួលដែរញោមអាហ្នឹងដោយសារអីកាលណាញោមមិនចម្ពាក់បំណុលគេអធិសុខពីព្រោះមានទ្រព្យភោគៈសុខពីព្រោះចាយទ្រព្យបើញោមត្បិតត្បៀតពេកក៏មិនកើតញោមមិនចេះចាយទ្រព្យសម្បត្តិមិនចេះបែងចែកពេកក៏មិនកើតដែរមានលោកយាយមួយនោះការទៅដើមនិយាយពីកបចៅទិញកម្មាថ្មីឲ្យអត់គិតប្រើស្ដាយអើយស្ដាយខ្លាចចាស់របស់ចៅហើយកូននោះគេទិញឃើញអាកន្ត្រកមលូហ្នឹងវាចាស់ពេកអាលមុខបុកស្លាហ្នឹងវាធ្លុះអីផងទិញអាថ្មីយកមកឲ្យគាត់អត់គិតប្រើតែឯងមិនហ៊ានប្រើទេចាំចាស់ទៅប្រើមានឯណាស្លាប់ទៅមានបានប្រើរបស់ថ្មីឯណាញោមមកដល់ពេលថ្ងៃស្លាប់គេយកទៅដាក់ជាមួយក្តាមមឈូសបានតែព្រះអគីឆេះឆាបអមានបានប្រើឯណាមានយាយនោះមួយទៀតចៅហ្នឹងឃើញពូគាត់ចាស់ពេកតែយាយខ្ញុំចង់ទិញពូជូនយាយចោលទៅអាពូចាស់ហ្នឹងទុកធ្វើអីទេដល់ពេលហើយចៅហ្នឹងទៅផ្សារទិញពូបានមែនមកដល់រៀបចំឲ្យស្អាតយាយហ្នឹងអត់គិតប្រើញោមខ្លាចចាស់ខុសចៅប្រើតាពុកកាចាហ្នឹងឲ្យស្វិតកទាំងដូចគាត់ហ្នឹងចាស់ទៅដល់ពេលហើយអញ្ចឹងទៅញោមហើយចៅខឹងតែមកគាត់ទៅជ័យហ្នឹងថ្ងៃណាគាត់ប្រើពុកហ្នឹងគាត់ប្រើតាអាកាចាហ្នឹងកាលណាបានគាត់លះបង់ញោមមកក្រនតែប្រប៉ុណ្្នឹងចៅខឹងចាំមើលណាគាត់ទៅវត្តបាត់ឯងយកពុកហ្នឹងដិតចោលទៅអត់បានស្អែកឡើងចៅហ្នឹងទៅវត្តមែនញោមមកយកពុកទៅដិតចោលមែនដល់ពេលមកពីវត្តវិញហៅពុកគាត់ឃើញអង្គុយយំហើមភ្នែកងីងដល់ពេលហើយចៅសួរយាយអើយមិនហ្នឹងណាអញប្រាប់ចៅឯងទៅហើយអារបស់ចៅឯងជូនមកពីមុនអារបស់ម៉ែចៅឯងជូនមកពីមុនអាសមីងសមោមអីនៅក្រុមពូកហ្នឹងទាំងអស់អញ្ចឹងមិនមែនស្ដាយពូកទេស្ដាយអាសមីងសមោមឯណាមកវិញអញ្ចឹងញោមមើលតាមបានចាយទ្រព្យសម្បត្តិអត់កើតទេជួនកាលអ្នកខ្លះខ្លាចស្ដាយទ្រព្យសម្បត្តិមិនហ៊ានចាយស្លាប់ទៅចោលមកកណោជំនាន់ព្រះញោមមើលចោលមកកណោសម័យបច្ចុប្បន្នយើងហ្នឹងក៏ចោលច្រើនដែរស្លាប់ចោលទ្រព្យមានបានអីមនុស្សយើងកើតមកខ្លួនទៅទេទាំងយើងទាំងគេទៅវិញខ្លួនទៅទេដូចគ្នាមានបានអីមានតែបុណ្យមានតែបាបហ្នឹងហើយបើយើងធ្វើបុណ្យកុសលដូចញោមក្នុងថ្ងៃហ្នឹងបានធ្វើបុណ្យបានធ្វើទានទៅហើយទៅកានសួរបានទៅអាត្មាសំតោងទៅផងជួយសំតោងទៅផងអញ្ចឹងបានឋានសួគ៌ទាំងអស់គ្នាបិទផ្លូវអបាយភូមិនរកប្រេតទេរឆានដោយសារញោមបានធ្វើបន់ចេះចាយវាយទ្រព្យសម្បត្តិឯមួយទៀតអាអ្នកណាក់សុខពីព្រោះមិនចម្ពាក់បំណុលគេណែអាហ្នឹងសុខដែរញោមសុខខ្លាំងជួនកាលញោមខ្លាចចម្ពាក់លុយគេអញ្ចឹងទៅមកបន់គេថ្ងៃហ្នឹងអូអត់ហ៊ានដើរកាត់មុខផ្ទះគេទេតើដើរហ៊ានតើដើរកាត់គេទាលុយយកតែមកដើរចិត្តវងទៅក្រោយផ្ទះកុំឲ្យគេឃើញតែគេឃើញទាលុយទៅមកចេះតែវងទៅក្រោយផ្ទះមកដល់កន្លែងរោងបន់មកដល់គេទាលុយល្មមឯងថាកិច្ចពីគេដើរមុខផ្ទះថាកុំឲ្យគេទាលុយឥឡូវមកដល់កន្លែងបន់គេទាលុយតន់តែបានប្របាក់ចាប់ទៀតញោមមើលបានលុយខ្ចីគេអត់មានកតុយមានតែអាលុយមានកតុយហ្នឹងប្របាក់ឲ្យញោមប្របាក់ចប់ប្របាក់ឡើងកើតទុកទៀតហើយបើយើងមិនចម្ពាក់បំណុលគេស្រួលទៅកន្លែងណាគ្មានខ្វល់ប្រមាណទេឯសុខមួយទៀតអនវចៈសុខពីព្រោះមិនប្រព្រឹត្តការងារអីគេសុខពីព្រោះមិនប្រព្រឹត្តការងារប្រាចាទុកប្រាចាទោសញោមមើលបើយើងប្រព្រឹត្តការងារទាំងឡាយដែលមានទោសដូចជាទៅលួចទ្រព្យគេដូចជាទៅកេងប្រវ័ញ្ចទ្រព្យអ្នកដតីយកមកទុកជាទ្រព្យរបស់ខ្លួនអាហ្នឹងអត់កើតទេញោមបែរទៅនោះវិញដល់ពេលញោមដាក់ទៅហាលមកដល់ពេលយកទៅចាក់ក្នុងកាមេរ៉ាឮតែខ្យល់ឈៀតអញ្ចឹងទៅស្ដាប់អត់សូវបានទេអញ្ចឹងកាមេរ៉ាបាត់ក៏បានដែរអត់អីទេញោមឲ្យតែញោមស្ដាប់ធម៌អាត្មាបែកញើសមិនបែកទៅឲ្យតែញោមបានស្ដាប់ធម៌ចូលអាត្មាសប្បាយចិត្តតែមកមានកម្លាំងទេហើយបើញោមអាឡែងទឹកខ្លាចលោកក្តៅហ្នឹងទៅហាលចាក់មកឮឈៀតហ្នឹងស្ដាប់អត់បានទេអញ្ចឹងសុខដែលមិនមានការងារ
ដែលប្រកបទៅដោយទោសអានឹងឲ្យជាសេចក្តីសុខរបស់យើងមិនទៅខ្លាំងគេមិនទៅលួចទ្រព្យសម្បត្តិអ្នកដទៃមិនទៅឆោតបោកអ្នកដទៃនឹងឯងសេចក្តីសុខឆ្លើយប្រគេន4ប៉ុណ្ណេះអង្គម្ចាស់ពេញឬកុំពេញមេត្តាជួយបំពេញព្រៀបបានដូចជាសម្លស្លោហើយអញ្ចឹងនិមន្តភ្លក់មើលទៅបើខ្វះខាតប្រហុកពហុមកទេសអីទេមេត្តាជួយបន្ថែមទៀតផងសូមទានជ្រាបសាធុជ្រាបហើយអានេះបើនិយាយពីគ្រឿងបើគេស្លមកជូរគ្រឿងដាក់គ្រប់គ្រឿងទាំងអស់ញោមតាំងពីគ្រឿងម្ទេសគ្រឿងម្ដេងគ្រឿងស្អីស្គល់សក្រីអីហ្នឹងដាក់គ្រប់គ្រឿងតែម្ដងអញ្ចឹងនៅពេលដែលយើងពិសាយើងហូបទៅវាឆ្ងាញ់អញ្ចឹងអនុថែមិញឆ្លើយមកល្មមគ្រប់គ្រាន់នឹងអាចស្ដាប់បានសេចក្តីសុខរបស់ក្រហមមាន4យ៉ាងដូចអនុថែបានបកស្រាយបរិយាយមកពីខាងដើមមិញអញ្ចឹងទី1សុខព្រោះមានទ្រព្យសម្បត្តិញាតិញោមពុទ្ធបរិស័ទប៉ុន្តែទ្រព្យសម្បត្តិវាអាចចេញទៅជាព្រួញពីរវាអាចនាំឲ្យយើងសុខវាអាចនាំឲ្យយើងទុក្ខមានសេចក្តីទុក្ខសេចក្តីលំបាកច្រើនតែអ្នកដែលមានសេចក្តីកំណាញ់និងសេចក្តីលោភលន់នឹងវាហួសព្រំដែនហួសសមត្ថភាពរបស់ខ្លួនឯងរហូតដល់ធ្វើឲ្យទ្រព្យសម្បត្តិជាអ្នកប្រើនៅខ្លួនមិនមែនធ្វើឲ្យខ្លួនជាអ្នកប្រើនៅទ្រព្យសម្បត្តិទេទុកទ្រព្យសម្បត្តិនៅនឹងផ្ទះដូចអនុថែលោកបានបកស្រាយមិនចឹងនិយាយមួយនោះចៅជូនអីចេះតែទុករហូតថ្ងៃមួយចៅយកទៅដុតអស់អង្គុយយំហើមភ្នែកអញ្ចឹងដោយសារអីញោមដោយសារស្ដាយនៅទ្រព្យសម្បត្តិរបស់ខ្លួនយើងទាំងអស់គ្នាច្រើនតែឲ្យតម្លៃទៅលើភោគៈនឹងច្រើនជាងសេចក្តីសុខផ្លូវចិត្តរបស់ខ្លួនឯងអ្នកខ្លះគេថាឲ្យតែមានភោគៈដ៏ច្រើននៅក្នុងដំណើរជីវិតរបស់ខ្លួនមានលុយមានឡានមានវិឡាមានផ្ទះសម្បែងអីច្រើនអានឹងគេឲ្យឈ្មោះថាសុខហើយមិនមែនទេណាញោមបើសិនជាយើងធ្វើឲ្យសុខវានឹងសុខប៉ុន្តែបើសិនជាយើងមិនធ្វើឲ្យសុខទេវាមិនអាចសុខបានឡើយញោមមើលអ្នកដែលស្លាប់ទៅចោលទ្រព្យសម្បត្តិនឹងមកកកោកដូចជាភិក្ខុមួយអង្គនៅក្នុងសម័យព្រះសម្មាសម្ពុទ្ធនោះញោមបងទៅប្រគេនជីវរមួយដ៏ថ្មីហើយខ្លួនឯងស្ដាយឯជីវរស្អាតជីវរល្អមិនហ៊ានប្រើប្រាស់ទៅទៀតអញ្ចឹងរហូតដល់ថ្ងៃមួយខ្លួនឯងសគត់ស្លាប់ទៅក៏បានទៅកើតជាសត្វចៃដោយអំណាចជីវរនៃចិត្តដែលគិតគូរដល់ទ្រព្យសម្បត្តិនៅក្រៅខ្លួនរបស់ខ្លួនឯងនឹងយ៉ាងខ្លាំងក្រៃពេកអានឹងដោយសារតែការជាប់ជំពាក់ហើយលុយពេលខ្លះវាមិនអាចប្រើបានគ្រប់សពបែបយ៉ាងទេយើងមានលុយច្រើនយើងចង់ទិញជីវិតរបស់យើងថាឲ្យជីវិតរបស់យើងរស់នៅជារៀងរហូតរស់នៅជាអមតៈគឺអត់ទេអ្នកណាដែលចង់ស្លាប់ញោមនៅក្នុងលោកយើងនឹងគ្មានអ្នកណាដែលចង់ស្លាប់ទេសង្ឃថាបើសិនជាទិញជីវិតរបស់យើងបានឲ្យរស់នៅមួយជីវិតរហូតទៅសូម្បីចំណាយអស់លុយរាប់លានរាប់កោតរាប់ម៉ឺនយ៉ាងណាក៏សុខចិត្តដែរប៉ុន្តែទោះបីយើងមានលុយច្រើនប៉ុណ្ណឹងក៏ដោយនៅពេលដែលយើងចំណាយលុយដើម្បីទៅទិញជីវិតរបស់ខ្លួនឯងមកពេលឈឺម្ដងទៅពេទ្យពេលឈឺម្ដងរកគ្រូរកមកដើម្បីមកជាបាលរោគរបស់ខ្លួនឯងឲ្យសះស្បើយអំពីកាយរបស់ខ្លួនពិតមែនហើយដែលយើងមានលុយវាងាយស្រួលក្នុងការចាយវាងាយស្រួលក្នុងការបំពេញបុណ្យបំពេញកុសលងាយស្រួលយកលុយនឹងទៅជាបាលនៅរោគរបស់ខ្លួនយើងប៉ុន្តែវាគ្រាន់តែជាបាលបានមកគណៈពេលប៉ុណ្ណោះដើម្បីចាយនៅភោគៈដើម្បីចំណាយនៅភោគៈឲ្យវាមានតម្លៃទៅដោយអនុថែបានឆ្លើយមកពីខាងដើមអញ្ចឹងទី1យើងត្រូវយកថវិកាយើងត្រូវយកលុយកាក់របស់យើងដើម្បីចែកទៅជាទានខ្លះពីព្រោះដែលយើងធ្វើបុណ្យធ្វើកុសលផ្សេងនឹងយើងកំពុងតែធ្វើចិន្តាឡើងទៅកាន់ទីសុខឡើងទៅកាន់ទីសប្បាយ
ប៉ុន្តែមនុស្សខ្លះញោមមានលុយមានទ្រព្យមានសម្បត្តិច្រើននៅក្នុងលោកហ្នឹងសូម្បីតែលុយមួយរៀលលុយមួយកាក់លុយមួយសេនមិនហ៊ានចំណាយខ្លាចអស់ទៅដូចសេដ្ឋីម្នាក់នោះមានទ្រព្យសម្បត្តិច្រើនមែនតើញោមនៅក្នុងផ្ទះរហូតដល់កូនរបស់ខ្លួនណាដែលឈ្មោះថាមត្តកុនតលីឪពុកនឹងឈ្មោះថាអតិនពុបកៈព្រាមរហូតដល់ទុកឲ្យកូនស្លាប់ណាញោមអត់ហ៊ានយកលុយនឹងទៅព្យាបាលកូនទេរហូតដល់មត្តកុនតលីឈឺធ្ងន់ទៅក៏ដាច់ខ្យល់ស្លាប់ទៅប៉ុន្តែមុននឹងដាច់ខ្យល់ស្លាប់ទៅដោយសារមត្តកុនតលីជាអ្នកមានចិត្តជាបុណ្យជាអ្នកមានចិត្តជាកុសលយកពពុទ្ធយកពធយកប្រសង្ឃជាទីពឹងដែលពពុទ្ធព្រះអង្គប្រមោលឃើញថាមត្តកុនតលីបើព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គមិនទៅប្រោះព្រះអង្គមិនទៅជួយទេប្រកាសជាធ្លាក់ទៅក្នុងអបាយហើយអញ្ចឹងបានជាព្រះអង្គបញ្ចេញនៅឆោពណ៌របស់ព្រះអង្គហាក់បីដូចជាព្រះអង្គនៅមុខនឹងមត្តកុនតលីអញ្ចឹងមត្តកុនតលីកុមារបានមានសទ្ធាជ្រះថ្លាថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាដាច់ខ្យល់ទៅស្លាប់ទៅកើតនៅទេវបុត្រទេវលោកឯណោះចំណែកអតិនពុបកៈព្រាមសូម្បីតែទៀនមួយរៀល100មួយកៈមួយសេនមួយចឹបក៏មិនហ៊ានបរិច្ចាគផងនឹងគេហៅថាដោយអំណាចនៃសេចក្តីលោភគ្របសង្កត់យើងម្នាក់ចេះតែចង់បានសុខយើងម្នាក់ចេះតែចង់ទាមទាររកសុខប៉ុន្តែយើងសួរថាយើងបានសន្សំនៅសេចក្តីសុខដាក់នៅក្នុងខ្លួនយើងហើយនៅក្នុងមួយថ្ងៃតើយើងធ្វើនៅសេចក្តីល្អបានប្រមាណដងតើយើងទន្ទិញធម៌ឲ្យចូលនៅក្នុងចិត្តរបស់យើងបានប្រមាណដងតើយើងនឹកឃើញនៅអំពើល្អផ្សេងបានប្រមាណដងអញ្ចឹងបានជាយើងចង់បាននៅសេចក្តីសុខវាតលតែយើងទាំងអស់គ្នានាំគ្នាធ្វើទៅពីព្រោះសេចក្តីសុខមិនមែនអតិទេពឯណាមិនមានទេវតាឯណាគេមកផ្ដល់ឲ្យយើងទេមិនមែនគ្រាន់តែយើងទៅបន់ស្រន់ថាអោសូមឲ្យខ្ញុំបានសុខបានមានទ្រព្យមានសម្បត្តិច្រើនអត់មែនទេវតាមកឲ្យយើងទេយើងបន់ហើយវាជាជំនឿរបស់យើងទាំងអស់គ្នាដែលមានតមកហើយយើងបន់ហើយយើងរកយើងខំសន្សំដោយខ្លួនយើងទៅសេចក្តីសុខសេចក្តីចម្រើនវានឹងកើតមានឡើងឥឡូវនេះខ្ញុំបកូនណាបញ្ជាក់តែមកប៉ុណ្ណឹងទេសំណួរដែលសួរបន្តទៅទៀតអនុថែអស់លោកអអ្នកពុទ្ធបរិស័ទបានធ្វើបុណ្យនាវេលាឱកាសនេះឲ្យឈ្មោះថាបុណ្យបច្ច័យ4បុណ្យដាពឹស្ដាថាមហាបញ្ញសកលមួយទៀតដើម្បីបញ្ជាក់នៅទឹកចិត្តជាការតបស្នងសងគុណចំពោះមេត្តាបិតាជីដូនជីតាម៉ាកុងដែលគាត់បានរស់នៅក្តីដែលគាត់បានធ្វើការកិរិយាទៅកាន់បរលោកខាងមុខក្តីដូច្នេះឧស្សាហ៍លោកថែប្អូនដ៏ចម្រើនខ្ញុំបកូនណាចង់ដឹងថាតើពាក្យថាតបស្នងសងគុណតើពាក្យមួយនេះមានន័យមានសេចក្តីយ៉ាងដូចម្ដេចដែរអ្នកសូមឆ្លើយស្មានតលោកមកទៅសួរឥឡូវចេះធរច្រើនដែរស្មានតលោកចេះទៅសួរតើញោមពួកលោកនិយាយថាមកហ្នឹងមកទៅសួរអត់មានដាក់ចម្លើយអីមកទេប៉ុន្តែពេលមកទៅលាក់ទៅលួចមែនអ្នកចាស់វ័យចាស់អញ្ចឹងមិនធម្មតាគេថាប្រទេសចាស់កាន់តែហល់ដោយប្រគុណម្ចាស់នេះអត់បានទេគេថាឃើញអោសពុកកុំអាចដាក់ទូគូតអង្គុយក្រែងលោកខ្ទួយនឹងវាអត់អញ្ចឹងឃើញចាស់មែនលោកធေါ်ចេះច្រើនតែតើញោមអាត្មាស្មានទៅលោកមកទៅសួរអាត្មាចេះឆ្ងល់អ្នកខ្លះសួរមកពីងងប៉ុន្តែលោកមែនងងឯលោកឆ្លាតដែរតើប្រគុណជាអង្គម្ចាស់សួរអំពីតបស្នងសងគុណតបមួយម៉ាត់ស្នងមួយម៉ាត់សងមួយម៉ាត់គុណមួយម៉ាត់ពាក្យទាំង4ម៉ាត់នេះបើយើងនិយាយទៅវាបែងចែកជា2តបហ្នឹងក៏បានន័យ2អាស្នងហ្នឹងក៏បានន័យ2តបស្នងតបហ្នឹងបើតបមួយតបត្រូវតបមួយតបខុសណែប្រយ័ត្នទៅញោមអាតបត្រូវអីប្រយ័ត្នតបខុស
ជួនកាលកូនខ្លះហ្នឹងដឹងគុណម៉ែដឹងគុណឪអាតបខោហ្នឹងប្រៀបបានដូចជាបាច់កាមប្រច្រាស់ខ្យល់អញ្ចឹងបើយើងតបត្រូវនឹកឃើញគុណម៉ែគុណឪយើងនាំគ្នាធ្វើបុណ្យជូនគាត់អាហ្នឹងអត់អីទេយើងដឹងគុណម៉ែយើងដឹងគុណឪគេហៅតនិច្ចកតញ្ញូចំណិច្ចជាពិសេសកូនចៅដែលនៅជាមួយម៉ែនៅជាមួយឪហ្នឹងដាំបាយដាំទឹកហ្នឹងម៉ែឪជេរច្រើនបន្តិចប៉ុន្តែបានបុណ្យច្រើនញោមមើលនិច្ចកតញ្ញូយើងតបទៅលើគាត់វិញអញ្ចឹងដោយសារយើងបានកើតមកអំពីគាត់អ្នកខ្លះគេថាម៉ែឪបង្កើតគេមកអត់មានគុណទេអាត្មាចេតនឹកឃើញថាអត់មានគុណហ្មងទោះជាគាត់មិនបានចិញ្ចឹមយើងក៏ដោយក៏គាត់ជាអ្នកផ្ដល់កំណើតឲ្យយើងម៉ែឪមានឈ្មោះថាម៉ែឪមកចាប់ត្រឹមពីកូនចាប់បដិសន្ធិយកមើលម៉ែឪមានគុណផ្ដល់កំណើតប៉ុណ្ណឹងហើយបើយើងកើតឡើងមកធំមានរូបមានរៃពេញវ័យពេញរាងមិនបាននឹកឃើញគុណម៉ែបាននឹកឃើញគុណឪធ្វើតបអ្វីទៅគាត់ផងជូនបាយជូនសម្លនំត្រីសាច់ទៅឲ្យគាត់ផងសួរតែយើងត្រង់ណាធ្វើតបអត់បានទេមួយទៀតស្នងអាស្នងហ្នឹងបើយើងស្នងត្រូវវាស្នងដែរជួនកាលញោមខ្លះគាត់មានបុណ្យគាត់ចេះធ្វើបុណ្យគាត់ចេះធ្វើទានគាត់ចេះរក្សាសិលកូនកើតឡើងមកក៏ស្នងវងតកូលគាត់ដែរជួនកាលកូនខ្លះទេឯងគាត់កើតមកតាំងពីតូចគាត់ជាអ្នកមានបុណ្យហើយគាត់ជាអ្នករក្សាសិលអញ្ចឹងអាត្មាអញគាត់បីស្នងនៅវងតកូលគាត់អ្នកធ្វើបុណ្យបើយ៉ាប់ស្នងមួយទៀតស្នងខុសល្បីណាស់ឯងការនៅពីកន្លោះទៅកន្លែងណាបាត់ស្បែកជើងទៅហ្នឹងជួនកាលអាគូតមេក្រូហ្នឹងក៏បាត់ទៀតហើយអាកូនកើតឡើងមកហ្នឹងវាស្នងដូចទៅឪវាអញ្ចឹងយួរប្រហែលហ្នឹងបើជើងលោកក៏បាត់ដែរលោកណាបានលោកខាងនេះបាត់ញឹកដែរតើអាត្មាចេះតែឆ្ងល់សួរលោកពីមុនមកថាមិនបានចេះតែស្បែកជើងមកពីជាតិមុនប្រហែលជាលួចស្បែកជើងគេដែរអញ្ចឹងបានជាតិហ្នឹងមិនទាន់អស់កម្មទេគេលួចខ្លួនឯងវិញអាហ្នឹងវាធ្វើតបដូចគ្នាអញ្ចឹងញោមអាហ្នឹងឲ្យតបខុសប៉ុន្តែបើតបត្រូវចេះចិញ្ចឹមម៉ែចេះចិញ្ចឹមឪចេះតបស្នងសងគុណពូជពងវងតកូលគាត់ឲ្យបានល្អហ្នឹងឲ្យស្នងត្រូវឯសងវិញយើងសងដោយអីសងដោយធម៌ញោមមើលម៉ែឪចិញ្ចឹមយើងមកមានមេត្តាករណាមុទិតាឧបេក្ខាដល់ពេលយើងស្នងទៅតបស្នងសងទៅគាត់វិញសងដោយអីក៏សងដោយធម៌ដែរសងវាមានពីរទី1ឧបឋានលោកយៈឧបឋានបំរើលោកតាមផ្លូវលោកដូចជាបំរើបាយទឹកនំសម្លត្រីសាច់ដោយវត្ថុទាំង10ដល់ពេលចម្លងតបស្នងសងគុណទៅគាត់វិញទៅតាមផ្លូវធម៌ទាំង4បើគាត់មិនទាន់មានសិលញ៉ាំងគាត់ឲ្យមានសិលបើគាត់មិនទាន់មានសទ្ធាជឿទៅលើគុណព្រះពុទ្ធសាសនាញ៉ាំងគាត់ឲ្យមានសទ្ធាបើគាត់មិនទាន់មានចាគៈញ៉ាំងគាត់ឲ្យលះបង់ទ្រព្យសម្បត្តិបើគាត់មិនទាន់មានបញ្ញាដឹកនាំគាត់ឲ្យរៀនធម៌រៀនអារៀនសិក្ខាវិន័យណែនាំគាត់ចឹងនឹងឲ្យបានគេថាតបស្នងសមនៅគុណត្រង់ណាគុណត្រង់គាត់ចិញ្ចឹមបីបាច់ថែរក្សាយើងត្រង់គាត់ថែរក្សាយើងដឹងច្បាស់ណាស់ថាម៉ែឪជាប្រព្រំផងជាបពទេវាផងជាអហុនយៈបពលផងញោមមើលជាបពទេវាទេវតាអ្នកថែរក្សាកូនខាងដើមឲ្យតកូនកើតឡើងមកប្រហាត់បរៀនអស់ឲ្យជួនកាមម៉ែឪខ្លះបជីកូនតែជីដូចកបីអញ្ចឹងដើម្បីអីឲ្យតកូនសប្បាយចិត្តគេហៅថាសុហទាជាអ្នកបង្កើតនៅកូនជាអ្នកញ៉ាំងកូនឲ្យរីករាយជាអ្នករកទ្រព្យចិញ្ចឹមកូនត្រង់នឹងឯងដែលម្ដាយចិញ្ចឹមបីបាច់ថែរក្សាមើលថែរក្សាទាំងយប់ទាំងថ្ងៃទាំងល្ងាចទាំងព្រឹកឲ្យតកូនលំបាកលំបិនប៉ុណ្ណាក៏ដោយជួនកាលយើងនឹកឃើញម៉ែឪខ្លះចាស់ខ្លួនអត់បានធ្វើបុណ្យនេះយំដោយសារណាដោយសារកូនកាលពីនៅកន្លោះនៅកំមុំគេប្រពោះទៅបុណ្យហើយទៅបុណ្យណាទៅកើតទេណែញោមមើលរវល់បាត់ទៀតដល់ពេលឲ្យមានគ្រួសារទៅដល់មានផ្ទៃពោះអីផងគេប្រពោះនៅទឹកតបុណ្យណាទៅបុណ្យផ្កាគេនេះគេហែបុណ្យផ្កាចិត្តវត្តនេះទៅឯណាកើតម៉ែវាមានផ្ទៃពោះប៉ុណ្ណាហើយញោមមើលចំណងអត់ខ្សែចងជាប់បាត់ហើយឯងថាចាស់បានធ្វើបុណ្យណាមានបានធ្វើណាចាស់ខ្លួនទៅអត់បានធ្វើទៀតដល់ពេលថ្ងៃក្រោយដល់ថ្ងៃប្រសូតកូនល្មមគេមកប្រពោះណាទៅបុណ្យកឋិនគេឯជើងវត្តទៅឯណាកើតម៉ែវាប្រសូតកូនមានបណ្ណាមើលនៅញោមជាប់អញ្ចឹងទៀតមានឲ្យគេប្រពោះទៅបុណ្យមានបានទៅឯណាទៀតថ្ងៃក្រោយទៀតអាកូននឹងប្រសូតមកដល់ពេលរៀនហើយអាត្មាចេះតែឆ្ងល់រៀនឥឡូវនឹងរៀនពីដើមវាខុសគ្នា
រៀនពីដើមមិនសូវខ្វល់ប្រមាណទេជំនាន់ញោមដូចជំនាន់អាត្មាប្រហែល92ហ្នឹងមិនទាន់មានទំនើបអីដូចគេសុកសានៅស្រុកស្រីអាត្មាដើរដែរតើញោមហើយជំនាន់ញោមទៅតែដើរហ្នឹងគ្មានអ្នកណាអីទេជួនកាលហ្នឹងខោហ្នឹងចាំទៅដល់សាលារៀនចាំស្លៀកដាក់តបងតកហ្នឹងជួនកាលហ្នឹងអាក្តារឃ្លៀនហ្នឹងគប់ឲ្យលហែតាមផ្លូវមិនសូវខ្វល់ប្រមាណទេទៅរៀនសម័យហ្នឹងហើយសម័យហ្នឹងមានកង់មានម៉ូតូមានឡានឯណាជិះឥឡូវតែអត់បានកង់អត់ទៅរៀនទេនៅសំសម័យគឺទំនើបទៀតម៉ែទិញម៉ូតូម៉ែណោបែរហើយតាំងពីកន្ទក់ខ្លាជីកម៉ាជីស្បាយអីធ្លាប់អីទុកដាក់អីដើម្បីឲ្យទុកពងក្រុមគ្រួសារឥឡូវពេលហ្នឹងមានបានឯណាកូនកទាកង់ទិញកង់កូនទៅទៀមម៉ូតូទិញម៉ូតូរហូតដល់ទិញឡានឲ្យកូនទៅរៀនទៀតជួនកាលម៉ែឪខ្លាំងហ៊ានជិះម៉ូតូហ៊ានជិះឡាននេះបានកង់អាកាចាស់មួយជិះទៅវត្តចង្ងាយនេះធ្លាក់ច្រវាក់3ដងប្រឡាក់ដៃងីងតន់ក្អូនផងញោមមើលជួនកាលស្បែកជើងឡានកាចាស់ជួនកាលអាកាចាស់ឲ្យបោះចោលទៀតដាច់យកវត្តហ្នឹងមកចងពាក់ទៀតអាកូនគេទាថ្មីបានថ្មីអាកូនគេទាលុយបានលុយក្មេងឥឡូវតែបានព្រឹកឡើងតែបាន1000 2000អត់ទៅរៀនទេអានឹងវាពិបាកអញ្ចឹងដែរជួនកាលបានម៉ូតូសាលារៀននៅឯត្បូងឯនេះប៉ុនលឺនោះគ្រោះថ្នាក់នៅឯជើងអាត្មាដឹងដែរនឹងស្រាវជ្រាវមិនទាន់ឃើញញោមមើលម៉ែឪឲ្យទៅរៀនរត់តែអស់លុយពេលហ្នឹងគេប្រវត្តិទៅបន់ណែទៅបន់ហ្នឹងទៅណាកើតចពាក់លុយណោចពាក់លុយគ្រូចពាក់លុយពេទ្យមិនទាន់មានលុយសងគេផងទៅណារួចញោមមើលចំណងចងជាប់អញ្ចឹងទៀតដល់ពេលហើយកូនមានរូបមានវ័យមានរៀងថ្ងៃតន់បានអីផងម៉ែប្រពន្ធនៅកទាអញ្ចឹងបាត់ម៉ែប្រពន្ធទៅដឹងប្រពន្ធបើបានប្រពន្ធទេខ្ញុំអត់ទៅរៀនទៀតទេតែកទាភ្លាមញោមមើលម៉ែឪណោះរត់តែពិបាកចិត្តទៅទៀតអាត្មាធ្លាប់ឮញោមខ្លះគាត់ថាកណាបកើតកូនមកនឹកស្មានតែនៅពីតូចលំបាកហើយអាធំឡើងរត់តែលំបាកជាងហ្នឹងទៅទៀតញោមមើលជួនកាលកូនស្រីខ្លះក៏ទាបើមិនបានភ្លេងការនេះមិនយកទេបើមិនបានភ្នួងនេះមិនយកទេបើមិនបានភ្លេងនេះមិនយកទេជួនកាលហ្នឹងខែឆ្នាំសូវត្រូវគ្នាផងជួនកាលហ្នឹងការហ្នឹងទៀតខែឆ្នាំត្រូវថ្ងៃច័ន្ទថ្ងៃវៀងគិតការទីថ្ងៃសៅរ៍អាទិត្យដល់ពលាឥឡូវដឹងអាម៉េចត្រូវតែថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងញោមវាទៅអញ្ចឹងអស់ហើយអាត្មាឥឡូវរវល់តែសៅរ៍អាទិត្យតែតើញោមយូរទៅពលាទៅតាមគ្នាអស់ហើយញោមដល់ពេលហើយទៅទីជួនកាលខែឆ្នាំណែមិនត្រូវទេកុំការតាមពុទ្ធសាសនាយើងគេថាអាស្រ័យមកពីលើចិត្តប៉ុន្តែបើសាសនាព្រហ្មញ្ញគេមានក្បួនទូទាយគូសកលស្វាមីទៅដល់លោកមេបាសុំទានជ្រាបជម្រាបអស់ជំនុំលោកមេបាទាំងមហាតូចធំតាំងពីដើមថ្នាក់ដៃរហូតដល់ចុងថ្នាក់ដៃតែធ្វើផងញោមមើលគេទានជ្រាបអស់ហើយជួនកាលកូនខ្លះទាបើមិនបានអាចារ្យនេះមកទេអត់ធ្វើទេជួនកាលបើមិនបានអាចារ្យនេះអត់ទេជួនកាលម៉ោងអត់ត្រូវផងអាឆ្នាំការឆ្នាំក្រោយអត់កើតទេអាកូនហ្នឹងបើថាការឆ្នាំហ្នឹងឆ្នាំក្រោយអត់កើតទេឥឡូវមិនបាច់ដេញឆ្នាំទេដេញយកខែម្ដងអាចារ្យចេះតែវាយអតិបាតទេហាមកស្ពេស៊ីស៊ូស្បៃដីគ្រុនស្ពានអញ្ចឹងណាញោមចេះតែវាយអតិបាតទេខែហ្នឹងអត់កើតបានទៀតបើថាខែហ្នឹងអត់បានទេមើលថ្ងៃម្ដងគេថាអញ្ចឹងណាមើលម៉ោងម្ដងទៅដល់មើលថ្ងៃចំថ្ងៃច័ន្ទថ្ងៃអង្គារម៉ែអត់កើតទេយកថ្ងៃសៅរ៍ថ្ងៃអាទិត្យអាចារ្យនោះប្រខិតអូល្អបានមកកណាត់ថ្ងៃយកថ្ងៃហ្នឹងត្មងទៅញោមមើលដល់ពេលការហើយយើងមិនមានធាត់នៅក្នុងខ្លួនហុយលោកបេបាមហានោះចេះតែនិយាយឲ្យសុខសប្បាយជ័យអងជ័យសួងសួរការទៅឆ្លោះគ្នាវាយចានបាយខ្ទើចដល់ពេលហើយប្រពន្ធជេរផ្ទៃផ្ទៃជេរប្រពន្ធថ្ងៃមុនមកទេសនាគេចិត្តអត់ដឹងអង្គុយគេជេរប្តីអត់ទៅគាត់ដល់ពេលហើយអាត្មានឹកឃើញអូសំណាងអាត្មាបួសផុតអត់សឹកទេលឺប៉ុណ្ណេះហើយញោមមើលជេរប្តីអញ្ចឹងឲ្យលោកលឺស្មាលោកសឹកចង់សឹកអីប្រយ័ត្នគេជេរដែរមិនបាច់សឹកមិនបាច់អីទេបួសរហូតទៅដើម្បីសំដែងធម៌ឲ្យញោមញាតស្ដាប់ញោមអញ្ចឹងដល់ពេលហើយយើងអត់យកធម៌មកដាក់នៅក្នុងខ្លួនយើងអត់រកសេចក្តីសុខមកត្រង់ហ្នឹងអត់បានសុខទេសង្គមគ្រួសារមួយដល់ពេលយើងមានសេចក្តីសុខមានទ្រព្យសម្បត្តិចេះបែងចែកដោយប្រគុណម្ចាស់ជួយបញ្ជាក់តាំងពីខាងដើមមកយើងមានសេចក្តីសុខយើងមានប្រយោជន៍កូនចៅចេះដឹងគុណម៉ែចេះដឹងគុណឪចេះគោរពមាតាបិតាទៅកន្លែងណាទេវតាគេស្រឡាញ់ទេវតាគេគោរពដោយសារកូនហ្នឹងដឹងគុណម៉ែដឹងគុណឪញោមជំនាន់ពីដើមនិយាយពីមានទេវបុត្រមួយនោះប្រអិនហ្នឹងចេះតែក្រាបថ្វាយអង្គមមកពីលើដល់ពេលហើយមានតលៃទេបត់សួរថាបបពិតព្រះអង្គឲ្យចោព្រះអង្គថ្វាយអង្គមអីគេព្រះអង្គនៅនោះក៏ប្រាប់ថាណែ
វាតលៃទេបបត់ខ្ញុំថ្វាយអង្គមមនុស្សណាដែលមានធម៌កតញ្ញូចេះដឹងគុណម៉ែចេះដឹងគុណឪញោមមើលភាវៈអ្នកមានគុណចេះតបស្នងសងគុណចំពោះម៉ែឪបានសេចក្តីសុខបានសេចក្តីចម្រើនដោយសារអីភាវៈយើងដឹងគុណម៉ែដឹងគុណឪចេះចិញ្ចឹមបីបាច់ថែរក្សាគាត់ចេះមើលគាត់ចិញ្ចឹមគាត់កុំឲ្យជួនកាលម្ដាយឪពុកមិនដឹងផ្លូវកូនឯងប្រហែលចូលឆ្នាំហ្នឹងមកលេងឯងមើលទៅម៉ែអើយណែចេះតែអង្គុយមើលផ្លូវមាត់ចដាអង្គុយអាកូននោះគេរវល់អីពួកម៉ាក់គេមកលេងអីស្រុកអីណោះផងកំពុងចាំឯងនៅកចេះឯនេះចាំមើលផ្លូវគេយូរអើយយូរចាំគេចូលឆ្នាំគេមានមកឯណាគេរវល់ពួកម៉ាក់គេណោះដល់ពេលអង្គុយម្នាក់ឯងចេះគិតកូនឯងប្រហែលជាភ្ជុំហ្នឹងមកចេះតែអង្គុយចាំទៀតអត់ឃើញកូនមកទៀតកូនឯងចេញភាសាអកអំបុកហ្នឹងមកលេងដល់ពេលកូនគេមកលេងគេជូន 50000គេបាន 50000និយាយពីម៉ែអើយឲ្យពោជ្រូកកាក់ស្លាងហត់ទេឲ្យពោគេចប់អាកូននេះណោះគេបានពួកម៉ាក់4 5នាក់មកលេងផ្ទះអស់មន់ម៉ែ2 3ទៀតដល់ពេលហើយគិតចុះគិតឡើងឯងចូលដើមដែរបបាឲ្យញោមជួនការកូនខ្លះមកលេងម៉ែអញ្ចឹងមែនជួនការមកពីស្រុកជូនម៉ែបាន 2 3 ម៉ឺនត្រឡប់ទៅវិញម៉ែអើយអស់លុយហើយផឹកស៊ីអស់លុយឥឡូវសុំ 4 10 ម៉ឺនទៅវិញមកណែវាចូលដើមទៅវិញអញ្ចឹងទៀតម៉ែហ្នឹងទៅខ្វល់ប្រមាណទេឲ្យតកូនទាប្រមាណឲ្យប៉ុណ្ណឹងលូដល់ផ្លេចគេទៅបាត់លេងលូហើយជួនកាលបានលូខឹងកូនផងបានលមុកបុកស្លាផងបុកលូតាំងពីក្បាលល្ងាចទៅដល់យប់មិនទាន់បាត់លូផងជួនកាលហ្នឹងដេកទៅដល់ម៉ោង 4 ភ្លឺងើបឡើងបុកឯងបុកលាន់ក្តារខឹងកូនទៀតលូអត់បានទេណាញោមចាស់ហើយកុំខឹងច្រើនពេកបុរាណគេថាឈើបៀមទឹកគេឆាប់ពុកមនុស្សកើតទុកគេឆាប់ស្លាប់អញ្ចឹងលុយយ៉ាងម៉េចកុំកើតទុកពេកចាស់ហើយនាំគ្នាសបាយនៅក្នុងធម៌នាំគ្នាញ៉ាំអញ្ចឹងអាយុវែងបុរាណគេថាមួយថ្ងៃសោចឲ្យបានតែ50ស្ញែងអីអាយុវែងហើយអញ្ចឹងញោមនាំគ្នាញ៉ាំទៅប៉ុនកុំទៅផ្ទះវិញអង្គុយស្ញែងដាក់គេនៅខ្នល់ពពកគេថាឯងនឹងឡប់ទៀតអញ្ចឹងមើលផងឲ្យសប្បាយចិត្តផងកុំកើតទុកច្រើនពេកបើកូនណាគេមិនចាំញោមមិនបាច់ចាំខ្វល់ទេឥឡូវទៅផ្ទះវិញប្រាប់អញ្ចេះយកពីអាត្មាមួយម៉ាត់ទៅបើកូនណាគេមិនចិញ្ចឹមបីបាច់ថែរក្សាយើងញោមមិនបាច់ចាំខ្វល់ទេប៉ិនផ្ដាំមកឲ្យទ្រព្យសម្បត្តិកុំចៃឲ្យកូនប្រយ័ត្នដូចទៅជើមកញោមកូន4នាក់ណាដល់ពេលបានប្រពន្ធទៅគេទៅរស់នៅជាមួយប្រពន្ធគេអស់ឯងនេះចែកទ្រព្យសម្បត្តិឲ្យកូនអស់មានបានឯណាញោមមើលចុងក្រោយទៅនៅអាផ្ទះបងឯនោះបានមកទឹកអាកូនភាសានោះគេឌឺដុំសង្ស័យតែមិនស្គាល់ផ្លូវទៅផ្ទះអាប្អូននេះណាគេឌឺឯងបបាក់ចុះបបាក់ឡើងដើរទៅផ្ទះអាប្អូនដើរទៅគេដេញឈប់ឲ្យនៅលើផ្ទះទៀតញោមមើលតែចែកទ្រព្យសម្បត្តិឲ្យកូនអស់អត់កើតទេហើយបើញោមបើបានទ្រព្យសម្បត្តិទុកខ្លាចញោមបាច់ចាំខ្វល់ទៅជេរកូនទៅជេរអីឲ្យមានកម្មពីញោមយកពីអាត្មាទៅនិយាយតែមួយម៉ាត់ពាក្យតែគង់តែទេនិយាយតែប៉ុណ្ណឹងទៅបានហើយចង់ដឹងហ៎គង់តែទេបើកូនគេថាលើក្រោយគង់តែទេជួនកាកញោមខ្លះខឹងកូនជេរកូនប៉ិនឈប់ជេរទៅថាតាមអាត្មាទៅបើកូនអីចាំមិនចាំកូនអីគេមិនដឹងកូនអីថាឲ្យគេតែមួយម៉ាត់ពីរម៉ាត់ហ្នឹងបានហើយគង់តែទេអាមិនបានអាត្មាថាអញ្ចឹងចាប់មើលនាងឯងមិនចិញ្ចឹមឯងមិនចិញ្ចឹមអញនាងឯងមិនថែរក្សាអញជំមើនាងឯងបានប្តីទៅបានកូនមកគង់តកូននាងឯងមិនឲ្យបាយនាងឯងហូបដូចតែនាងឯងមិនឲ្យបាយអញអញ្ចឹងបានគង់តែទេអាហ្នឹងចំណាំមកញោមឆ្លើយប្រកេនប៉ុណ្ណេះវល់លោកថាឯងចង់ឆ្លើយដែរលោកឆ្លើយយូរមែនលោកក្រោយលេងទេសជាមួយអញ្ចឹងនិមន្តជួយឆ្លើយអង្គម្ចាស់សូមទានជ្រាបសាធុជ្រាបហើយចម្លើយនកោយឆ្លើយមកពិតជាពីរោះក្បោះក្បាយហើយញាតិញោមពុទ្ធបរិស័ទស្ដាប់បានមិនខ្លះមិញសើចបាន50ស្ញែងហ្នឹងឯហ្នឹងតែប៉ុនលោកនេះតាំងពីពេញរហូតមកដល់នេះស្ញែងរហូតអាត្មាឆ្ងល់ឲ្យចេះតែស្ញែងដោយសារអីមិនដឹងថាគេ50ស្ញែងសោះហើយគេស្ញែងមកពីនោះហ្នឹងថែជា100ស្ញែងទេញោមបើអង្គុយតែពីស្ញែងរហូតឥឡូវអនុថាឆ្លើយមកពាក្យតតពាក្យតស្នងពាក្យតសងពាក្យតគុណអីហ្នឹងបានក្បោះក្បាយបរិយាយមកហើយអាត្មាភាពនឹងមិនចង់បន្ថែមអីទៀតទេដូចជាទឹកគ្រឿងអញ្ចឹងញោមគេធ្វើគេដាក់ផ្សំអីគ្រប់សពបែបយ៉ាងសណ្ដែកដីអីបើយើងចង់ទៅដាក់អីអំបិលប្រហុកអីថែមទៀតវាជ្រុល
កាលណាបើជ្រុលហើយហូបមិនកើតហើយញាតញោមក៏អញ្ចឹងកាលណាបើអាត្មាថែមទៅដែលវាសាំគេថាជ្រិញអញ្ចឹងខ្ញុំមកកូនណាមិនបន្ថែមអីវែងឆ្ងាយទេឥឡូវនេះបនដាពឹស្ដាតើពាក្យថាបនដាពឹស្ដានឹងមានន័យអត្តន័យយ៉ាងណាដែលអ្នកសុំឆ្លើយចិត្តចប់ហើយកុំទោសលោកបើបន្ទោសលោកអីសួរលោកខាងដែរលោកអ្នកសួរអាត្មាចាំតែឆ្លើយក្រែងលុយញោមថាលោកមកពីណាទេសនាយុអីបញ្ញាប់ទៅផ្ទះផងវវតាខឹងឯងបើបន្ទោសអីបន្ទោសលោកទៅកុំបន្ទោសអាត្មាលោកអ្នកសួរច្រើនប្រគុណជាអង្គម្ចាស់ចង់ដឹងអំពីអត្តន័យរឿងដាពឹស្ដាយើងដឹងថាដាពឹស្ដានឹងនិមន្តប្រសង់មកសម្ដែងបអភិធម្មដើម្បីអីគេធ្វើដាពឹស្ដានឹងដើម្បីលើកកងការមហាកសលនឹងឧទ្ទិសជូនទៅដល់មេដាបៃតាដែលគាត់បានចែកកាយរំលាយខណ្ឌមកចំណែកឬក៏មកចំណែកទៀតទៀមទាយកមហាកសលជូនទៅដល់ម៉ែទៅដល់ឪនៅរស់មកចំណែកទៀតបានសេចក្តីសុខមកខ្លួនឯងញោមដឹងថាមិនបានគេធ្វើដាពឹស្ដាទេការពីដើមជំនាន់ពុទ្ធព្រះអង្គគង់ធរមាននៅព្រះអង្គយកព្រះអភិធម្មទាំង7គម្ពីរហ្នឹងទៅសម្ដែងប្រោសពុទ្ធមេដានៅឋានតាវតੰព្រះអង្គយកធម៌ទាំង7មេមានតាំងពីធម្មសង្កនិវិភាំងធាតុកថាបកលាបញ្ញត្តិកថាវត្ថុយមកៈញោមយក7គម្ពីរហ្នឹងទៅសម្ដែងពុទ្ធមេដានៅឋានតាវតੰអញ្ចឹងបានអាត្មាធ្លាប់សម្ដែងមកហើយថាពុទ្ធជាទីពឹងជាបំណងសពសត្តាការព្រះអង្គទ្រង់សម្ដែងប្រមត្តព្រះអភិធម្មប្រពុទ្ធមេដានិងទេវតាទាំង10000លោកធាតុទេវតាទាំងអស់បានសម្រេច80កោដចាប់តាំងពីសោតារហូតដល់រហន្តតារហន្តីជាអរិយជនព្រះពុទ្ធជាអគ្គបុគ្គលទ្រង់ឆ្វែងយល់ហរតីនៃពុទ្ធមេដាមិនបានសម្រេចធម៌ណាមួយហេតុតែសេចក្តីស្រឡាញ់កាយសម្បទារបស់ព្រះតថាគតមើលមកឃើញកូនអញស្អាតមើលមកកូនអញល្អសង្វេស្អាតចំពោះសម្ផស្សរូបតថាគតដល់ពេលហើយស្ដាប់ធម៌បានសម្រេចទើបព្រះអង្គទ្រង់សម្ដែងលើកយករូបខណ្ឌវិភាំងនិងអរិយសច្ចៈ4មកសម្ដែងប្រាប់ថារូបខណ្ឌនេះប្រកបទៅដោយអច្ឆតកទុក្ខទាំង4កងមានការកើតចាស់ឈឺស្លាប់ជាធម្មតាមានតែផ្លូវប្រណិពានមួយទេទើបលែងមានចរិយាលែងមានជាធិលែងមានមរណៈមានដាលឺដូច្នោះហើយទើបលះបង់សកាយទិដ្ឋិវិឆេកឆាសីលបតបរាមាសៈនាំមេដានឹងបានសម្រេចនិសកៈសោតារហូតបានប្រេណពៀននៅឋាននិសកៈព្រំញោមមើលដោយព្រះអង្គយកធម៌ទៅប្រោសពុទ្ធមេដាអញ្ចឹងញោមនៅក្នុងថ្ងៃនេះអត់មានធម៌អីអត់មានកូនណាមកសម្ដែងធម៌ប្រោសទេនិមន្តធម៌មកថឹកមកសម្ដែងធម៌និមន្តធម៌មកថឹកមកនិមន្តប្រសង់មកសូត្រពឹស្ដាដាពឹស្ដាដើម្បីយកកងការមហាកសលដែលកើតអំពីផលទាននឹងលើកឧទ្ទិសជូនទៅដល់បព្វការីជនមេដាបេដាព្រមទាំងមេដាបេដានៅរួមមកចំណែកមកដល់ខ្លួនឯងមកចំណែកបានបុណ្យបានកសលរឿងប្រវត្តិកេដាពឹស្ដានេះជំនាន់ប្រាស់ក៏មានដែរមានប្តីប្រពន្ធ2នាក់នោះធ្វើដំណើរបដើគ្នាទៅតាមមាត់ស្រះដល់ពេលហើយប្តីឯនោះឃើញផ្កាឈូកស្អាតពេកចង់កាច់ផ្កាឈូកហ្នឹងដល់ពេលចោលទៅវាជួនចៃដល់អីវាកើតក៏ចរោគអារោគចុកពោះនោះញោមក៏បានស្លាប់នៅក្នុងទឹកកើតទៅជាអង្កែបនៅកន្លែងដូងនោះទៅកន្លែងស្រះនោះទៅដល់ពេលហើយប្រពន្ធនឹងនឹកឃើញស្រឡាញ់ប្តីពេកយំយេពេញអោរានឹកឃើញប្តីមិនគួរស្លាប់ប្តីដាស់ឲ្យប្តីរស់វិញប្តីក៏មិនរស់បានយករឿងហ្នឹងទៅប្រាប់ព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងប្រាប់ថាបើនាងចង់ឲ្យប្តីនាងបានកើតជាមនុស្សវិញនាងនិមន្តភិក្ខុសង្ឃមកសូត្រពឹស្ដាឆាកដើម្បីយកកម្មពៀបរោះនោះឲ្យអស់ដើម្បីឧទ្ទិសកុសលជូនទៅឲ្យប្តីនាងបានមកឆាប់កើតវិញដល់ពេលហើយអញ្ចឹងទៅនិយាយពីស្ត្រីនឹងនាំនិមន្តប្រសង់ចម្រើនព្រះបរិត្តតាំងពីពឹស្ដា7ចប់ឧទ្ទិសកុសលញោមមកអានិសង្ឃប៉ុណ្ណឹងបានបរោះនោះឃ្លាតចាកពីអត្តភាពជាសត្វកង្កែបនោះបានកើតមកជាមនុស្សញោមមើលអញ្ចឹងបានមកដល់សម័យបច្ចុប្បន្នញោមធ្វើតគ្នាដើម្បីឲ្យឆាកយកទុកសោករុកភ័យដែលកើតមានដើម្បីបំពេញបុណ្យកុសលបន្ថែមជួនកាលកពីដូចនាធម្មសង្ឃកហៈព្រះអង្គសម្ដែងថាជួនកាលបុណ្យឆាកគេសម្ដែងថាបានបុណ្យច្រើនជាងកឋិនគេធ្វើបុណ្យឆាកតាមបន្តិចទេបានបុណ្យច្រើនជាងញោមមើលហើយតើបានបុណ្យច្រើនជាងដោយសារអី
វាអាស្រ័យនៅលើចេតនាញោមចេតនាដែលញោមចង់បានបុណ្យច្រើនទី1បព្វចេតនាខាងដើមក្រំតែញោមនាំគ្នាគិតគូតែធ្វើឲ្យបុណ្យម៉ែធ្វើបុណ្យឲ្យឪបានបុណ្យមួយសាដល់ពេលមកពាក់កដាលមុននឹងមកបុណ្យអញ្ចឹងទៅរីករាយនៅក្នុងពេលកំពុងធ្វើពេលប្រកេតលោកពេលលោកសម្ដែងធម៌ពេលលោកចម្រើនព្រះបរិត្តពេលលោកឲ្យសិលចូលមកស្ដាប់មកផ្លែតមកជួនកាលកន្លែងខ្លះអ៊ំអាចារ្យនឹងហៅលឲ្យចើញឃើញកូនចៅមកគេខឹងដល់អាចារ្យទៀតអាចារ្យចេះតែហៅមកកូនចៅចូលមកនមស្ការចូលមកស្ដាប់លោកចម្រើនព្រះបរិត្តកូនចៅគេនោះគេថាមិនស្អីទេអ៊ំអាចារ្យឯងខំអញ្ជើញមកជាមុខជាការបុណ្យគិតតែហៅឯងរវល់ទទួលភ្ញៀវចំងាប់គ្រាន់តែប៉ុណ្ណឹងធ្វើខឹងអាចារ្យទៅទៀតអាចារ្យគាត់អីចាំបាច់ខ្វល់ថ្ងៃក្រោយសូត្រទៅយកបុណ្យទៅខ្លួនឯងទៅម្ចាស់បុណ្យអត់ដែរញោមមើលអាចារ្យគាត់ចេះតែធ្វើឲ្យបើហៅកូនចៅមកបងជួនកាលពេលប្រកេនមិនមកប្រកេនទៀតអាចារ្យចេះតែហៅមកកូនចៅចូលមកប្រកេនលោកដើម្បីបានបុណ្យបានកុសលកូនចៅនោះមានចូលមកឯណាគេអាឡែងទៅទទួលភ្ញៀវគេសវាយនឹងភ្ញៀវអាចារ្យដែរប្រកេនទៅទៀតបានបុណ្យអាចារ្យទៀតហើយអាចារ្យបុណ្យអត់ទៅដែរពួកយើងធ្វើបុណ្យធ្វើនឹងបិក្ខុសង្ឃហើយបើយើងបានចូលមកប្រកេនពេលប្រកេនបានចិត្តរីករាយជាមួយបុណ្យផងអត់ទេជួនកាលញោមពេលខ្លះអាត្មានិយាយបន្តិចមិនថាចេះតែនិយាយដើមអីទេពេលប្រកេនសងលោកញោមមិនបាច់ចាំយកលុយមកសឹកខ្សៀចិត្តលោកឲ្យលោកលឺទេដាក់ឲ្យឆ្ងាយទៅដាក់ប្រមាណដាក់ទៅមិនបាច់ខ្វល់ទេប្រកេនលោកប្រមាណប្រកេនទៅលោកមិនដែរថាអាត្មាសូត្រអភិធម្ម10000លោកក៏ដែរថាផងជួនកាលញោមខ្លះមកសឹកខ្សៀចិត្តគ្នាអាត្មាចេះតែលឺអញ្ចឹងថាដាក់ឲ្យលោក20000បានណាជួនកាលប្តីថាដាក់ឲ្យលោក4-10រៀលទៅវាក្រន់បន្តិចជួនកាលប្រពន្ធដាក់ឲ្យលោកច្រើនមែនដាក់ឲ្យតែ10000-20000មកស្មើតែលោកមកជួយជ្រូតមកកាដៀវញោមមើលមកសឹកសៀអញ្ចឹងញោមដាក់ប្រមាណដាក់ទៅស្រេចតែចិត្តញោមប៉ុន្តែកុំឲ្យលោកលឺស្មានតែលោកអត់ចេះអៀនហ្នឹងញោមប្រកេនប្រមាណប្រកេនទៅអាហ្នឹងអាស្រ័យលើចេតនាជាកណ្ដាលញោមចូលមកប្រកេនរីករាយចំពោះបុណ្យអាហ្នឹងបានបុណ្យច្រើនដល់ពេលចុងក្រោយអបរំបរៈចេតនាចុងក្រោយរីករាយជាមួយបុណ្យកុំឲ្យធ្វើបុណ្យហើយអង្គុយមុខជួរឿងចពាក់លុយគេបន្តិចបន្តួចអត់កើតទេជួនកាលញោមខ្លះឯងតាវាឯងថាឆ្នាំហ្នឹងធ្វើបុណ្យហៅភ្ញៀវទៅល្មមបានហើយឆ្នាំមុនហៅភ្ញៀវទៅល្មមធ្វើបុណ្យហើយសល់ម៉ូតូមួយឥឡូវឆ្នាំនេះធ្វើបុណ្យឯងថាហៅល្មមតាឯងជួមុនលោកទេសនាតែមួយអង្គបានហើយកុំមុនលោកអីនៅខាងឆ្វេងដៃអនុថែនោះទេសនាយូរអញ្ចឹងមុនតែមួយអង្គបានឥឡូវមុនលោកមកប្រគិនលោកបច្ច័យលោកអស់ច្រើនណាស់កុំមុនលោកមកមុនតែមួយអង្គបានហើយជួនកាលអញ្ជើញភ្ញៀវមកបន្តិចបន្តួចបានហើយធ្វើបន់ហើយតាឯនោះនិយាយវាអើយហៅភ្ញៀវច្រើនមុនលោកទេសនាក្រេត2ទៅវាព្រោះដល់ពេលហើយនិយាយនោះធ្វើក៏ធ្វើទៅធ្វើបន់ហើយវាបបាក់ចិត្តអារឿងធ្វើបន់ហើយចពាក់លុយគេអាបបាក់ចិត្តខ្លាំងបំផុតអារឿងបបាក់ចិត្តរឿងឆ្កែរត់បុកតុកបែកកែវមិនតន់សងគេរួចក៏មានដែរញោមមើលបបាក់ចុះបបាក់ឡើងដល់ពេលអញ្ចឹងបន់ហ្នឹងក៏មិនសូវពេញដែរហើយបើញោមចិត្តរីករាយហើយបន់ហ្នឹងច្រើនហើយនៅក្នុងអភិធម្មបើចិត្តត្រេកអរហើយបន់ហ្នឹងវារត់ទៅច្រើនឡើងហើយអាហ្នឹងរឿងពឹស្ដាញោមមើលនៅក្នុងឆាកមហាបាំងសកលដោយបរោះម្នាក់នោះជាអ្នកកំសត់ទៅរកស៊ីឈ្នួលជីកតឡងអស់ពីជីកតឡងមើលទៅការងារហ្នឹងបានលុយប្រមាណទេចិញ្ចឹមម៉ែចិញ្ចឹមឪផងក៏លាមេដាបេដាទៅរកស៊ីឈ្នួលសន្ធិទៅលីបាច់អាស័យឲ្យគេបានលុយបានកាក់យកមកជូនម៉ែយកមកជូនឪថ្ងៃមួយបច្ចេកពុទ្ធនិមន្តមកអញ្ចឹងទៅអត់ស្បងស្បាយត្រៃជីវរវាជួនចៃដល់នេះអាចោនោះសំបីតែស្បងជីវរវាក៏លួចដែរញ៉ាអាត្មាចិត្តភ័យដែរព្រោះគេវាយយកស្បងសពើយកលុអស់ហើយចេះនឹកឃើញជំនាន់ប្រាស់គេវាយអញ្ចឹងមែនញោមបច្ចេកពុទ្ធដើរនៅក្នុងព្រៃចោនោះលួចស្បងជីវរលួចបាត់លោកយកទៅអស់លោកដើរខ្លួនទៅទេបាត់ពីមុខបាត់ពីក្រោយស្លឹកឈើដើរទៅលុយសូផ្លាប់អស់ស្លឹកឈើនោះញោមដល់ពេលហើយទៅដល់ជួរផ្ទះញោមហ្នឹងទៅដល់ឧបាសកឧបាសិកា2នាក់ប្តីប្រពន្ធតែឪមាននប់មាញ់ហ្នឹងចេញមកសួរថាមិនចុះឲ្យលោកម្ចាស់អើយបានស្លៀកស្លឹកឈើអញ្ចឹងអាត្មាហ្នឹងចោលហ្នឹងមកលួចយកស្បង់ចពើអស់ហើយដល់ពេលហើយអញ្ចឹងប្រកូតម្ចាស់គង់នៅនឹងសិនចាំមើលកូនខ្ញុំកណាមកពីស៊ីឈ្នួលសថីវិញក្រែងលោមានលុយមានកាក់ខ្ញុំកណានឹងទិញច្បងជីវរប្រគិនប្រកូតម្ចាស់ដល់ពេលហើយមកដល់ម៉ែឪនិយាយរឿងប្រាប់មាននប់ហ្នឹងអញ្ចឹងទៅមាននប់ហ្នឹងក៏ត្រេកអរនឹកឃើញថាយើងពីជាតិមុនមកដែលកើតឡើងមកគ្រួសារក្រលំបាកតោកយ៉ាក់ប៉ុណ្ណេះមកពីជាតិមុនយើងមិនបានធ្វើបន់ឥឡូវជាតិនេះយើងបានធ្វើបន់ទៀតជាតិក្រោយរត់ដល់ក្រលំបាកជាងហ្នឹងទៀតញោមមកមានសទ្ធាប៉ុណ្ណឹងយកអាលុយខ្លួនឯងបែងចែកទិញអង្គអញ្ចង់គ្រប់ផងយកលុយបែងចែកទៅទិញច្បងជីវរលោក
ទិញបានហើយទិញយកមកអញ្ចឹងទៅធ្វើបន់ឆាកឲ្យមានដាបៃតានឹងឆាកបែបនៅរស់ដូចយើងសពថ្ងៃធ្វើដូចឆាកនៅរស់អញ្ចឹងយកប្រឡងយកស្លាកដកអីដាក់ឲ្យម៉ែឪក្របទៅលើឆាកញោមមើលបានបន់បានកសបប៉ុណ្ណឹងនិយាយពីមនុស្សនឹងម្ដាយឪពុកនឹងស្លាប់ទៅបានតកើតឋានសួគ៌ទាំងអស់អញ្ចឹងបានយើងធ្វើតគ្នាមកប៉ុណ្ណឹងប្រគល់ម្ចាស់មើលម៉ោងផងសុំទានជ្រាបនៅឆ្ងាយដូចតែគ្នាទេហើយអាត្មាចេះតែមើលមាត់លោកអីនិយាយញាប់មកចេះតែមើលចេះឆ្ងល់និយាយញាប់មកមិនដឹងជាជាប់អីមកពីណាទេបាននិយាយញាប់មកមិនចឹងទេពិតជាពីរោះក្បោះក្បាយមែនអនុថែឥឡូវអនុថែថាមើលម៉ោងផងម៉ោង7 7កន្លះហើយញោមហើយត្រូវដំណើរទៅមណ្ឌលគិរីដូច្នេះអនុថែរីចម្រើនខ្ញុំកណាមិនបាច់ចាំថែមេទៀតទេសួរទៀតតែម្ដងទៅកុំឲ្យវែងឆ្ងាយទៅទៀតពីព្រោះថាគេធ្វើបុណ្យឆាកមួយផ្នែកទៀតអនុថែខ្ញុំកណាចង់សួរថាតើឆាកមហាបង្សកលនឹងឆាកមានន័យថាម៉េចបង្សកលមានន័យថាម៉េចដែរអ្នកសូមឆ្លើយឆាកហើយនឹងបង្សកលក៏ទៅអត់ប្រុងចប់ទេអីសួរអត់មើលផ្លូវឆ្ងាយទេលោកមកនឹងលោកអាងលោកនៅពេញនេះលោកមានខ្វល់អីអាត្មាកំពុងឆ្នាំងហ្នឹងណោះលោកសួរគិតគេយកទៅវិញទេអីប្រគុណជាអង្គម្ចាស់ឆាកហើយនឹងបង្សកលឆាកហ្នឹងមានន័យថាទាញយកទុកនៅរបស់ដែលយើងធ្លាប់ទាញដូចជាកណាត់ដូចជាអំបោះអាហ្នឹងគេឆាកដល់ពេលបង្សកលមានន័យថាធូលីឬក៏ដីដែលយើងធ្លាប់ពិចារណានៅក្នុងសមថកម្មដ្ឋានវិបស្សនាកម្មដ្ឋានអីឆាកយកថារបស់នេះមិនគួរល្អរបស់គួរខ្ពើមគួររអើមអញ្ចឹងគេឆាកយកមកអញ្ចឹងបង្សកលអញ្ចឹងប្រកូតម្ចាស់កណាមកដល់ឆាកឲ្យដល់បង្សកលចង់មានរឿងមួយទៀតនិយាយកុំខឹងកណានិយាយតិចទៀតរឿងហ្នឹងកាលពីដើមមានលោកយាយមួយនៅចិត្តភូមិអាត្មាហ្នឹងគាត់ធ្វើបុណ្យបច្ច័យ4គាត់ឆាកហើយត្រឡប់ខាងអាត្មាហ្នឹងគេឆាកពេលយប់ម៉ោង11អីញោមបានគេឆាកគេយកប្រឡងហ្នឹងទៅដាក់ក្រោយផ្ទះហើយគេមុនអាត្មាទៅឆាកអាចារ្យហ្នឹងដើរតាមអាត្មាប៉ុន្តែមិនអាចារ្យនៅនេះឯងកាលពីហើយអាចារ្យនៅខាងអាត្មាញោមនិមន្តអាត្មាទៅឆាកម៉ោង11យប់ដល់ពេលហើយមុនទៅឆាកអុយប្រឡងគេហ្នឹងមានតាំងពីត្រីងៀតមានតាំងពីអំបិលតាំងពីប្រហុកតាំងពីភួយមុងកទេលឯងញោមដាក់មកប្រឡងហ្នឹងទាំងអស់ដល់ពេលអាត្មាទៅឆាកដឹងអាចារ្យគេថាម៉េចទេអាចារ្យគេថាដាច់គុណត្រូវអាបត្តិទៅអាត្មាសួរថាអាម៉េចបានត្រូវអាបត្តិដាច់គុណឆាកត្រីឆាកប្រហុកពេលល្ងាចគាត់ថាអញ្ចឹងអាត្មាចេះអង្គុយគិតអត់ហ៊ានថាឲ្យគាត់ទេណាតើថាគាត់ខឹងថាអាត្មាមិនមកឆាកអីអាចារ្យអ្នកយកអាត្មាមកឆាកអញ្ចឹងអាចារ្យអ្នកឈួតមិនអាត្មាឈួតទេបើអាចារ្យដឹងតែលោកត្រូវអាបត្តិអញ្ចឹងពំតកត្រីងៀតដកប្រហុកចេញទៅចាំឲ្យលោកឆាកទៅអីអាហ្នឹងវាពិបាកអញ្ចឹងញោមពាក្យបុរាណគេថាប្រសង់ប្រៀបបានដូចជាប្រពន្ធអាចារ្យប្រៀបបានដូចជាប្តីអញ្ចឹងហើយបើប្តីទៅព្រៃចាប់បានពស់វែកមកច្រកបេមកដល់អត់ប្រាប់ប្រពន្ធផងប្រពន្ធទៅស្រាយអាបេហ្នឹងមិនពស់វែកចឹកងាប់ហើយទេអញ្ចឹងយើងត្រូវប្រាប់លោកបើថាមានអីនៅក្នុងហ្នឹងទេដកទៅជួនកាលលោកយាយខ្លះគាត់សប្បាយក្នុងប៉ុនពេកទៅអង្គុយកន្លែងប្រឡងគេឆាកបើចង់បានបនច្រើនគេភាវនាធម៌ញោមបាច់រត់ធម៌ឯណាភាវនាច្រើនពុទ្ធធាននៅសតិធម៌មាននៅសតិសង្ឃាននៅសតិប្រសងនិមន្តមកញោមចេះតែភាវនាកន្លែងប្រឡងហ្នឹងទៅជួនកាលយាយខ្លះគាត់បានក្រាបកន្លែងប្រឡងផងឆាកហើយលក់ល្មើមកន្លែងប្រឡងហើយដល់ពេលអាចារ្យដាស់យាយងើបដល់ពេលហើយសាធុដល់ពេលហើយចែកចៅចែកបនផងតែគុណចែកបនផងអាត្មាចេះឆ្ងល់យាយបានបនមកពីណាចែកទៅដេកលក់បាត់ហើយនេះវាពិបាកដែរអញ្ចឹងតន់តែយើងដឹងឲ្យមែនតើកុំទៅលក់កន្លែងប្រឡងញោមកន្លែងកចេះទៅនេះកុំទៅលក់អីទៅនោះអញ្ចឹងយើងភាវនាពេលលោកឆាកពុទ្ធានុសតិធម្មមានុសតិសង្ឃានុសតិយកពុទ្ធជាទីពឹងពធជាទីពឹងប្រសង្ឃជាទីពឹងជួនកាលញោមខ្លះគាត់អង្គលមកចិត្តអាត្មាអញ្ចឹងគាត់សួរដាច់គុណកាលណាមកបុណ្យថ្ងៃហ្នឹងបានទៅឋានសួគ៌អត់អាត្មាថាបានហើយប៉ុន្តែបានហ្នឹងមិនដឹងទេញោមនៅផ្ទះមិនដឹងអាម៉េចមកបុណ្យហ្នឹងអាត្មាដឹងឲ្យបានឋានសួគ៌ហើយ
ហើយលោកគាត់សួរទៀតថាមើលថាប្រាប់កណាឲ្យច្បាស់មើលកណាបានទៅឋានសួគ៌អត់អាត្មាថាមិនដឹងទេអាត្មាមិនមែនគ្រូទាយផងអាត្មាថាបើញោមចង់ដឹងឥឡូវយកក្បួនអាត្មាមួយទៅយកទៅស្រាវជ្រាវខ្លួនឯងទៅមួយថ្ងៃមានសភៅមួយក្បាលពូកចែកកដាលមួយខាងបុណ្យមួយខាងបាបឥឡូវចែកគ្នាមួយថ្ងៃពុទ្ធោបានប្រហែលម៉ាត់មួយថ្ងៃជេរគេម៉ាន់ម៉ាត់ជេរកូនម៉ាន់ម៉ាត់ជេរចៅម៉ាន់ម៉ាត់ជួនកាលញោមខ្លះអត់កូននឹងជេរតែអាមន់កកាយខ្ទឹមអីទឹកម៉ានមីហ្មងណាញោមមើលដល់ពេលបើថានៅផ្ទះមួយថ្ងៃពុទ្ធោមួយថ្ងៃធម៌មួយថ្ងៃសង្ឃោបានច្រើនទេអាហ្នឹងបានទៅឋានសួគ៌ញោមបាច់ខ្វល់ទេហើយបើមួយថ្ងៃជេរចៅច្រើនជាងពុទ្ធោទេកុំសង្ឃឹមតែបានឋានសួគ៌នោះប្រៀបបានដូចជាគីឡូអញ្ចឹងបើអាខានដែរ2គីឡូអាខានដែរ1គីឡូមិនណា2គីឡូធ្ងន់ជាងអញ្ចឹងដឹងបុណ្យដឹងបាបទេអញ្ចឹងអាស្រ័យលើញោមបើបានបុណ្យច្រើនទៅបានបុណ្យកសលថ្ងៃនេះមិនដឹងទៅកន្លែងណាទេអាត្មាមើលទៅច្បាស់ជាទៅឋានសួគ៌ទាំងអស់គ្នាហើយបើមិនទេវតាទេវបុត្រហើយបុណ្យមួយអាត្មាចេះតែឆ្ងល់ដឹងអាម៉េចតាតាណាអស់ឃើញសិតតែយាយអញ្ចឹងបានឋានសួគ៌សម័យឥឡូវគេហៅទេវតាច្រើនជាងទេវបុត្រប្រុសទេវតាស្រីហើយចេះតែឆ្ងល់អញ្ចឹងបានទៅបុណ្យកន្លែងមួយអត់សូវមានតាដល់ពេលឃើញតែយាយជួនកាលមកកន្លែងបុណ្យហ្នឹងតាបន្ទូយាយទៀតអាត្មាមិនកាន់ជើងយាយទេមកដល់បានតែទឹកតែទៅជ័យគ្នាទៅយាយនេះចេះកាច់បាយសៃទៅជួនកាលបន្ទូយាយយូរម៉េះលោកមុនមកឲ្យលឿនតិចនោះចាក់ចេញចាក់ចៃលឿនតិចមកឯងអង្គុយសាតែយូរណាស់អត់គិតផងនិយាយធ្វើចង់ងាប់ហើយតិចខឹងអាត្មាអីទៅបើខឹងលោកទៅលោកមុនអាត្មាមកទេអញ្ចឹងខ្ញុំកណាឆ្លើយប្រគេនប៉ុណ្ណឹងរឿងបុណ្យឆាកបាំងសកលឯនេះហើយអានិសង្ឃអីបើថាស្រួលទេសំដែងខ្លួនព្រះអង្គក៏បានដែរខ្ញុំកណាអត់ថាអីទេសូមទានជ្រាបសាធុជ្រាបហើយចម្លើយនៅកោយឆ្លើយមកពិតជាគ្រប់គ្រាន់អាចល្មមនឹងស្ដាប់បានឥឡូវញាតិញោមពុទ្ធបរិស័ទរឿងឆាកមហាបញ្ញសកលនេះញាតិញោមបានយល់ហើយអំបញ្ញមិញនេះរឿងឆាកដែលយើងធ្វើសពថ្ងៃហ្នឹងវាមាន2ណាញោមមានឆាកមនុស្សរស់មួយនិងឆាកមនុស្សងាប់មួយដោយលោកម្ចាស់អនុថែបានឆ្លើយថាឆាកមនុស្សងាប់យ៉ាងម៉េចគេទៅឆាកនៅពេលដែលសាកសពកាលពីសម័យពុទ្ធជាម្ចាស់វាមិនសបោដោយពេលឥឡូវញោមហើយគេធ្វើបុណ្យហើយសពគេងាប់ម្ដងគេយកទៅបោះចោលនៅព្រៃហើយប្រសង់នៅពេលដែលដល់គម្រប់ថ្ងៃទី7ឬទី6អីក៏លោកបាននិមន្តទៅឆាកទាញយកនៅកណាត់សយកកណាត់អីហ្នឹងមកគក់មកជលក់ទឹកមកជលក់ពណ៌អីហើយលោកកាត់ដេរឲ្យត្រូវទៅតាមពុទ្ធវិន័យទៅលោកធ្វើយកមកប្រើប្រាស់ជាចីវរទៅយើងឲ្យឈ្មោះថាចីវរបច្ច័យនោះអញ្ចឹងបានជាប្រយោជន៍ដល់ប្រសង់ហើយដល់ពេលមួយទៀតគេហៅថាឆាកមនុស្សរស់សពថ្ងៃបច្ចុប្បន្នហ្នឹងគេសបោធ្វើនៅភ្នំពេញហ្នឹងគឺគេសបោធ្វើណាស់ញោមប៉ុន្តែមិនដឹងថានៅភូមិនៅឃុំនៅស្រុកយើងហ្នឹងគេធ្វើដែរឬក៏អត់នៅទីក្រុងភ្នំពេញគេធ្វើសឹងតែរាល់ថ្ងៃម្ចាស់ផ្ទះគេនិមន្តប្រសង់ទៅគេធ្វើពិធីតៈសីមាព្រំហើយគេយកកណាត់សឆាកពីលើដែលប្រសង់លោកសូថាចេរង្វតយ៉ាងកាយោបតវង្អតិសេសតិឆោតធរពេតវិញ្ញាណោនិរដ្ឋាំងវកលឹងការាំងជាដើមនឹងថាកាយនេះមិននៅយូរមិនបានឡើយតែមានវិញ្ញាណប្រះទៅហើយជាកាយគឺគេបោះបង់ចោលក៏នឹងដេញកប់នៅលើផែនដីដូចជាកប់អស់រកប្រយោជន៍គ្មានអានឹងអត្តន័យនៃការឆាកមនុស្សរស់គឺដើម្បីឲ្យយើងពិចារណាថារូបកាយរបស់យើងនឹងវាមិនទៀងទេវានឹងស្លាប់ឲ្យស្លាប់ទៅហើយគេយកទៅបោះចោលហើយគេលែងទុកដេកអោបទៀតហើយញោមញាតិពុទ្ធបរិស័ទកាលអំពីមុនកូនស្រឡាញ់ណាស់ចៅស្រឡាញ់ណាស់ស្វាមីស្រឡាញ់ណាស់ប៉ុន្តែងាប់បានមួយថ្ងៃពីរថ្ងៃទៅឯសើចខ្លាចទៀតរហូតទៅដល់យកធាតុមកហើយអាធាតុឯនោះទុកនៅលើផ្ទះលឺច្រេងច្រាងអីខ្មោចឪមកលងឯងខ្មោចម៉ែមកលងឯងតាមក៏ពិតមិនមែនទេគ្រាន់តែកដោវាបោលបុកនេះបុកនោះទៅយើងមានអារម្មណ៍តែខ្លាចអីខ្មោចម៉ែខ្មោចឪមកលងអញ្ចឹងទៅទៀតអញ្ចឹងគឺកិច្ឆាអញ្ចឹងញោមញាតិពុទ្ធបរិស័ទឲ្យយើងពិចារណានៅរូបកាយរបស់យើងនៅពេលដែលស្លាប់ទៅប្រៀបដូចជាអង្កត់អស់រកប្រយោជន៍គ្មានអញ្ចឹងប៉ុន្តែបើយើងនិយាយពីអង្កត់អស់វាមានប្រយោជន៍ញោមហើយ
គេយកទៅដុតដាំស្លបានជាបាយបានជាទឹកបានជានំចំណីត្រីសាច់អីផ្សេងស្លបានគ្រប់សពបែបយ៉ាងឆ្ងាញ់ពិសាប៉ុន្តែមនុស្សយើងអត់ទេណាញោមនៅពេលដែលយើងស្លាប់ទៅហើយបានតែមួយថ្ងៃពីរថ្ងៃហ្នឹងគេនាំគ្នាខ្លាចគេនាំគ្នារអាហើយពីព្រោះអីវាក្លិនហ្នឹងវាមិនល្អវាមិនប្រពៃអញ្ចឹងបានគេយើងគេទាំងអស់គ្នានាំគ្នាធ្វើឆាកមហាបង្សកលអីផ្សេងជាដើមអញ្ចឹងដូច្នេះខ្ញុំមកកូនណាបញ្ជាក់តែមកប៉ុណ្ណឹងទេពីព្រោះពេលវេលារបស់យើងនឹងគឺម៉ោង5កន្លះទៅហើយប៉ុន្តែធម៌ទេសនានឹងឲ្យលោកម្ចាស់ចប់បញ្ចប់ទៅចោះប៉ុន្តែមនុស្សចប់ចង់លើកអានិសង្ឃអីបន្តិចបន្តួចដើម្បីបញ្ជាក់ទុកជាចំណងដៃឲ្យញាតិញោមពុទ្ធបរិស័ទនៅទីនេះអឡោះអាល័យប្រគុណម្ចាស់អីយ៉ាងណាយ៉ាងណីនោះសូមនិមន្តបញ្ចប់ធម៌ទេសនាតែម្ដងទៅអ្នកសូមអរតនីតវងចាប់ផ្ដើមនៅពេលបញ្ចប់អត់បញ្ចប់ខ្លួនឯងឲ្យគេបញ្ចប់គិតទៅលោកចេះមកចប់អញ្ចឹងបានគេឲ្យអ្នកសួរអាត្មាចេះតែឆ្ងល់អ្នកសួរហ្នឹងប្រហែលជាវិជាតិមុនកើតជាយមរាជម្ដងព្រោះឲ្យតអ្នកសួរច្បាស់ជាយមរាជគេឲ្យសួរនៅឋាននរកហ្នឹងប្រហែលជាមិនទាន់អស់ជាតិពីយមរាជបានឡើងមកគិតទៅសួរគេហ្នឹងហើយមិនថាអាត្មាឃើញអីភាំងអីនាងឧមាតន្តីស្អាតអីចេះតែប្រអាប់គឺខ្លួនឯងហ្នឹងមិនហ្នឹងជាក្រនបាល់ញោមញាតជាពុទ្ធបរិស័ទរឿងអានិសង្ឃដែលកូនចៅបានធ្វើនៅក្នុងថ្ងៃនេះនិយាយពីបុណ្យកុសលនោះច្រើននោះមហាច្រើនទៅហើយដឹងកូនមួយណាស្គាល់ដែររឿងបុណ្យកុសលកូនកតញ្ញូកតវេទីដែលចេះដឹងគុណម៉ែដឹងគុណឪអាត្មាដូចបានសម្ដែងលើកឡើងមកខ្លះហើយភាវៈអ្នកដឹងគុណដូចជាបរោះ2នាក់នោះជាអ្នកហូបស្លាញោមមើលធ្វើដំណើរមកបរោះនោះវាខាស់កពេកហើយបរោះនោះធ្លាប់ទៅហូបស្លាបើបានស្លាទៅមានទឹកមាត់លេបដល់ពេលឃើញបរោះមួយទៀតឈរក្បែរផ្ទះទៅដល់សួរទៅណែសម្លាញ់គ្នាសុំស្លាបានមកចំណិតមកគ្រាន់បានមានកម្លាំងមានទឹកមាត់លេបដល់ពេលហើយអញ្ចឹងទៅញោមមកនិយាយពីមនុស្សនោះក៏ចិត្តល្អទៀតឲ្យស្លាហ្នឹងបានមកចំណិតដើរបៀមនាំគ្នាចុះសពៅទៅធ្វើចំនួនទាំង2នាក់ដល់ពេលទៅដល់កណ្ដាលសមុទ្រនិយាយវាជួនចៃដល់នេះឲ្យលោកសមុទ្រនោះវាបោកបាក់សពៅហ្នឹងលិចអស់មកសពៅគេស្លាប់ឲ្យរនេននៅតែបរោះ2នាក់ហ្នឹងវាបានកដានោះតោងនិយាយពីបរោះម្នាក់តែសុំស្លាគេហ្នឹងឃើញបរោះម្នាក់ទៀតដែលជាអ្នកឲ្យស្លានឹកឃើញគុណបរោះម្នាក់នេះខំប្រឹងហែពីមុនមកឯងគាត់នឹងធ្លាប់ឲ្យស្លាឯងមកចំណិតបានមានកម្លាំងមកដល់ឥឡូវហ្នឹងឥឡូវអាត្មាអញស្លាប់ក៏ស្លាប់ទៅឲ្យក្តារហ្នឹងទៅគេតោងទៅញោមមើលភាវៈដឹងគុណប្រប៉ុណ្ណឹងញោមមកចេះតែហែលអស់កម្លាំងមកភាំងមកនៅលើគុកទាំងអស់គ្នាដល់ពេលដឹងខ្លួនអញ្ចឹងទៅសួរគ្នាមិនបានមកនៅលើគុកព្រាមដល់ពេលហើយទេវតាអ្នករសាសមុទ្រហ្នឹងនិមិត្តខ្លួនឲ្យឃើញខាត់នេះមាននុបទាំង2នាក់ខ្ញុំបាទទាំងពីរលោកទាំង2នាក់ហ្នឹងជាអ្នកមួយជាអ្នកមានឧបការៈមួយជាអ្នកមានកតញ្ញូកតវេទីអ្នកដឹងគុណហើយធ្វើតបនៅគុណគេវិញទេវតាទាំងឡាយគ្រប់ទិសទីគេចាំថែរក្សាអ្នកដែលមានគុណដឹងគុណអញ្ចឹងញោមមើលដល់ពេលភាវៈអ្នកមានគុណអញ្ចឹងទេវតាទៅកន្លែងណាគេស្រឡាញ់គេគោរពស្នេហ៍បំផុតមិនបាច់ចាំទៅរកគ្រូណាដែរឲ្យតែកូនចៅចេះដឹងគុណម៉ែចេះដឹងគុណឪអាហ្នឹងស្នេហ៍ប្រកែបំផុតហើយអានិសង្ឃមួយទៀតកូនចៅដឹងធម៌កតញ្ញូកតវេទីហ្នឹងបិទផ្លូវអបាយភូមិទាំង4មាននរកមានប្រេតមានដេរឆានមានអសុរកាយបិទផ្លូវមិនឲ្យទៅកើតទេនរកអត់ស្រួលទេណាញោមកន្លែងរងទុកវេទនាដូចជាប្រេតកើតឡើងមកញោមមើលប្រេតសំបីតែប្រេតខ្លាមាត់ប្រប៉ិនមកជុលប្រកែកនិយាយដើមគេប្រយ័ត្នណាញោមកុំនិយាយដើមគេច្រើនពេកជួនកាកសឹកសៀវលុកទីយូរឲ្យបញ្ញាប់ទៅផ្ទះផងញោមបញ្ញាប់ពេលអញ្ចឹងប្រយ័ត្នតែញោមកម្មពីនិយាយដើមគេកើតទេអាហ្នឹងខ្សឹបខ្សៀវបើថាខ្សឹបខ្សៀវទៅកសលឲ្យម៉ែឪអាហ្នឹងបានប៉ុនបើចាក់ខ្សឹបខ្សៀវជួនកាឯងតែជាថ្លង់ផងស្ដាប់គេមិនសូវលឺឃើញគេនិយាយរឿងឯណោះសោះខឹងគេទៀតញោមមើលដល់ពេលឲ្យភាវៈអ្នកដឹងគុណចេះដឹងគុណម៉ែចេះដឹងគុណអត់ទៅកើតជាប្រែតទេមួយទៀតបាត់ផ្លូវដេរឆានអត់ឲ្យញោមទៅកើតជាគោជាក្បីជាឆ្កែជាឆ្មាជាអូតជាលាទេហើយបើកើតជាកំណើតនោះអត់ស្រួលទេណាញោមកើតជាគោជាក្បីជាឆ្កែជាឆ្មាត្រូវគេវាយគេដំគេច្រំគេធាក់គេតាក់គេទឹមគេកាប់គេសម្លាប់គេសម្លាប់គេសម្លេះគេគ្រាវគេវះគេប្រលះគេប្រត់ឲ្យប្រាប់ឲ្យប្រះចាក់នរាបានតែសេចក្តីទុកជួបតែ
បាក់ញោមមើលដោយសារអីដោយសារយើងមិនដឹងគុណម៉ែមិនដឹងគុណឪដល់ពេលយើងដឹងគុណម៉ែដឹងគុណឪនឹងហើយភីវៈបិទផ្លូវនរកប្រេតដេរឆានតិចវញោមខ្លះគាត់កើតទុកច្រើនពេញដាច់គុណអើយខ្ញុំកណាជាតិក្រោយមើលទៅមន់ដូចចង់កើតជាមន់វិញដូចស្រួលមន់អាត្មាថាកុំចង់កើតជាមន់អត់ស្រួលទេរត់រួចរត់កិច្ចអត់ផុតពីរឿងងំងើទេមិនបាច់ចង់កើតទេមិនស្រួលទេណាញោមកើតជាមន់ជួនកាលញោមខ្លះថាអូបាច់គុណបើថាមន់បបាក់អញ្ចឹងចង់កើតជាងកើតញោមមកអង្កើតរស់នៅលើទឹកផងរស់នៅលើគោកផងមិនស្រួលទេណាញោមគិតផុតអត់រឿងញុកគ្រឿងអីទេមិនបាច់ចង់កើតទេវាលំបាកអញ្ចឹងញោមដេរឆានមិនស្រួលទេកើតជាគោជាក្បីត្រូវគេទឹមគេវាយអីលំបាកណាស់អញ្ចឹងបានកើតជាមនុស្សមកញញឹមដាក់គ្នាអញ្ចឹងវាសប្បាយចិត្តកើតជាមនុស្សបានមនុស្សទេវតាប្រអិនប្រព្រំអញ្ចឹងទៅកុំទៅចង់នរប្រេតដេរឆានអាសូរកាយកំណើតកើតនៅលើដីនឹងឯងញោមរងទុក្ខវេទនាលំបាកណាស់ឯភាវៈកូនកតញ្ញូទី1បាននៅបញ្ញាសម្បទាកើតក្នុងជាតិណានារមែងសម្បូរទៅដោយបញ្ញាមួយទៀតបានបូរបូទៅដោយរូបសម្បត្តិល្អទី2បានកតិសម្បត្តិកើតក្នុងជាតិណានាបានកើតជាមនុស្សហើយមានរូបល្អដោយសារយើងបានធ្វើបច្ច័យ4ឲ្យម៉ែឲ្យឪមានរូបល្អរលើបរលងគុណមើលទៅសក់ទុនដោយសម្លេងគុណទៅមើលដៃដូចជាបន្លាក្រូចគុណមើលទៅពណ៌ខូចដោយតារាល្បីខ្មែរដល់ពេលគិតមើលទៅមកពីប៉ុនគេបានច្រើនជួនកាលញោមខ្លះកើតឡើងមកខ្មៅកញ្ញែខំលៀបម្សៅយូរទៅហោះទៅមុខញោមបានសទៅមុខខ្លួនខ្មៅដែរនឹងវាពិបាកអញ្ចឹងដោយសារខ្ញុំចង់សណាប៉ុនជាតិមុនបានធ្វើសិលជាតិមុនបានធ្វើទានខ្ញុំចង់មានណាស់ពីមុនអត់ចេះឲ្យអត់ចេះធ្វើបុណ្យអត់ចេះបរិច្ចាគទ្រព្យដល់ពេលកើតឡើងមកជាតិហ្នឹងវាក្រវាលំបាកវាតោកយ៉ាជួនកាលកើតឡើងមកឯងចង់សដែរប៉ុនមកពីបុណ្យបានមុនខំទិញអីអាម្សៅយកមកផាត់មុខមានឯណាសទៅមុខហោះស្ទុយទៅមុខទៅខ្លួននៅដែរអាហ្នឹងវាពិបាកអញ្ចឹងចង់កាយឲ្យវាស្អាតលេងស្អាតទៅហើយសម័យបច្ចុប្បន្ននេះទៅបកស្បែកឲ្យសបានប្រហែលវាអីអាឡែស៊ីអីគេនោះវាអាក្រក់លើសដើមទៅទៀតមួយថ្ងៃមើលកញ្ចក់2 3ដងពីមុនមកអញ្ចឹងបានអាត្មាតែសម្ដែងញោមខ្លះគាត់ស្រវឹងនឹងវ័យកាលនៅពីកមុំអូននិយាយពីកញ្ចក់មើលកញ្ចក់បើកញ្ចក់ចេះនិយាយថាមុខហ្នឹងដែលហ្នឹងបាច់មើលច្រើននេះញោមបើកញ្ចក់វិញចង់សឹកអស់ហើយដល់ពេលចេះតែមើលលងក្នុងសម្ផស្សខ្លួនឯងទៅកន្លែងណានិយាយពីអ៊ំអាចារ្យចង់លបោតមេក្រូពីដៃហើយវាឃើញស្អាតពេកដល់ពេលមកឥឡូវញោមមកចាស់ហើយតែចាស់ទៅមានអីចរិយាឈាធិឥឡូវឈាធិចុងក្រោយកិច្ចអត់ផុតពីរឿងមរណៈឯងពីមុនមក20ឆ្នាំមុនស្អាតណាស់ការនៅកមុំរលើបរលោងដល់ពេលសម័យឥឡូវអាយុ60 50 70ហើយឥឡូវយកកញ្ចក់មកមើលយកអារូបថតការពីនៅក្មេងយកឥឡូវថតមកសោះមិញយកមកផ្ទឹមគ្នាអីអានេះដូចត្រង់ស្អាតមកមើលអាមួយទៀតអានេះពិបាកមើលទៅមកអាចចំមកកខោថ្ពកខោអាជ្រីងអាជ្រួញចេញផែនទីកម្ពុជាទាំងអស់ហ្នឹងជួនកាលញោមខ្លះក្មេងបាក់អស់អាលីងនៅសល់មួយដូចកុយពុកជួនកាលនៅសល់មកជួលដែរបាក់តែមួយដូចខ្លោងទ្វារវត្តនេះអញ្ចឹងដើរចូលក្នុងអាហ្នឹងហើយគេយកបន្តិចម្ដងសក់អើយថាកុំឲ្យវាសឥឡូវសអស់អាលីងអាត្មាចេះតែឆ្ងល់ពីមុនឥឡូវហ្នឹងក្មេងគេចង់សប៉ុនចាស់ចង់ខ្មៅអាត្មាចេះឆ្ងល់អញ្ចឹងក្មេងឥឡូវគេចូលចិត្តសចេះពិចារណាមើលអញ្ចឹងបានឥឡូវយមរាជគេយកច្រឡំតែក្មេងណាសម្បូរស្លាប់ដោយសារក្មេងឥឡូវចូលចិត្តសក់សបាត់ញោមខ្លះគាត់ខំប្រឹងលាបអាខ្មៅដល់ពេលខ្មៅទៅចង់សគុលល្អមើលដែរតើញោមអាហ្នឹងញោមខំប្រយុទ្ធប្រយ័ត្នបណ្ណាក៏ដោយក៏កិច្ចអត់ផុតទៅរឿងចរិយាឈាធិមរណៈហ្នឹងបានដែរចង់ប្រយុទ្ធប្រយ័ត្នជួនកាលភ្នែកថាកុំឲ្យវាងឹតវានៅតែងឹតទៅបនគេកេះអាចារ្យគ្រាន់ចកេះហើយអាចារ្យនមស្ការសង្ខេបនិមន្តលោកសូត្រធម៌សូត្រមុនសង្ខេបនិមន្តលោកទេសនាសង្ខេបបញ្ញាប់ទៅផ្ទះវិញផ្លូវងឹតមើលផ្លូវអត់ឃើញទេញោមមើលភ្នែកថាកុំឲ្យវាងឹតជួនកាលតាជាថាកុំឲ្យវាថ្លង់វានៅតែថ្លង់ជួនកាលមកសូត្រធម៌ចិត្តគេអាចារ្យដាក់មេក្រូនៅតែមិនលឺទៀតអើឃើញគេសូត្រធម៌ចិត្តតែធ្វើមាត់មហោបតាមគេទៅដល់ពេលគេសូត្រចប់គេឈប់អស់អាលីងឯងនៅតែមហោបស្ដាប់គេអត់បានអញ្ចឹងតាជាថាកុំឲ្យវាថ្លង់វានៅតែថ្លង់បបាអញ្ចឹងញោមពីមុនមកដាទទួលរសជាតិពីមុនមកឆ្ងាញ់ណាស់ដាក់មួយម៉ាត់មកដឹងរសជាតិល្វីងផ្អែមប្រាយអីដឹងទាំងអស់ឥឡូវកូនគេស្លោឲ្យចាស់បន្តិចកូនគេដាក់ប្រាយល្មមមកហើយកូនឯងស្លោដាក់អំបិលទេសាប់ព្រឹងកូននោះគេថែមអំបិលមកជឹបទៅមិនតាន់គ្រប់ទេដាក់មកជឹបទៀតទៅចិត្តប្រែទៅចុងក្រោយវាប្រែខ្លាំងទៅឯណាផ្សេងទៅញោមមើលគេទាញយកបន្តិចម្ដងហើយពីមុនមកបឋមវ័យក្មេងដល់ពេលវ័យកណ្ដាលវ័យ
ដូចថាអាយុត្រឹម30 40ហ្នឹងវ័យកណ្ដាលហើយនាំគ្នារកទ្រព្យសម្បត្តិដល់ពេលវ័យចាស់ទៅអត់មានអីទេគេហៅថាបច្ឆិមអវ័យហ្នឹងបងប្អូនបច្ឆាហ្នឹងញោមចុងក្រោយទៅឯណារួចពីរឿងបច្ឆាអញ្ចឹងអត់មានអីទេមនុស្សយើងកើតឡើងមកទីបញ្ចប់បើមិនដិតកប់ចង់បញ្ចប់បើមិនកប់ដិតចង់បញ្ចប់បើមិនបានមកកញ្ចប់ភ្នូលមួយប៉ុណ្ណឹងអញ្ចឹងអត់មានអីទេមានតែដឹងគុណម៉ែដឹងគុណឪនាំគ្នាធ្វើបុណ្យធ្វើទានទេអញ្ចឹងបុណ្យកុសលដែលកើតឡើងមកកុសលមូលតាជាប្រធានបារមីជាដើមឬគឺជាប្រធាននៃកុសលទាំងអស់ដោយសារភាវៈនៃកូនដឹងគុណតែប៉ុណ្ណេះហើយកូនអ្នកដឹងគុណទៅតាមផ្លូវគុកមិនក្លាប់មិនភ្លុកទៅតាមផ្លូវទុកមិនលងមិនលិចឃើញតែសុខសប្បាយរហូតទេវតាកន្លែងណាក៏គេគោរពគេស្រឡាញ់ដែរសូម្បីតែភាវៈអ្នកដឹងគុណទៅកន្លែងណាទីចិត្តទីឆ្ងាយបាសោបាសកាអ្នកចិត្តខាងគេសរសើរអូអ្នកនេះចេះដឹងគុណម៉ែធ្វើបុណ្យឲ្យម៉ែអស់លុយប្រមាណក៏អត់គិតដែរសប្បាយរីករាយនឹងបុណ្យអញ្ចឹងបុណ្យកុសលនឹងវារឹតតែជ្រើញោមមើលអានិសង្សឲ្យភ្លាមជួនកាលញោមខ្លះក៏ថាធ្វើបុណ្យច្រើនហើយអត់ឃើញបុណ្យជួយផងអត់ទេញោមបុណ្យជួយភ្លាមជួនកាលញោមមកបុណ្យអញ្ចឹងគេសាវាអូគាត់នេះល្អណាស់ចេះធ្វើបុណ្យធ្វើទានគេទៅសើអាហ្នឹងបុណ្យភ្លាមញោមសាកមកបុណ្យគេមកលួចទ្រព្យគេលួចលុយគេជំនាន់ដើមមានស្ដាប់ធម៌បាត់លុយកវោកញោមចោលលួចញោមមើលដល់ពេលហើយយើងគិតមើលពីមុនមកយើងធ្លាប់លួចគេដែរអញ្ចឹងបុណ្យកុសលដែលកើតឡើងនៅក្នុងថ្ងៃនេះមុននឹងបញ្ចប់ធម៌ទេសនាកុំឲ្យលោកខាងនេះថាអាត្មាទេយូរពេកអញ្ចឹងបញ្ចប់ហ្មងទៅមុននឹងបញ្ចប់ធម៌ទេសនាអង្គខ្ញុំបកករណាអាត្មាភាពក៏សូមលើកកង្ការមហាកុសលដែលកើតអំពីភាសាទោមនោសេចចេតនារបស់ញោមញាតិជាពុទ្ធបរិស័ទព្រមទាំងម្ចាស់ផ្ដើមទានប្រធានផ្ដើមបុណ្យបកករណាប្រគុណម្ចាស់ដែលបានចូលរួមនៅក្នុងថ្ងៃនេះចែកចំណែកបុណ្យឧទ្ទិសកុសលជូនទៅដល់បព្វការីជនមានលោកតាអឹងប៉េងសេងលោកយាយឈឿនឈៀវអ៊ីវឈៀវអ៊ីមព្រមទាំងលោកតាអឹងគៀឡាយលោកយាយគីព្រមទាំងសរុបទាំងអស់ញាតិកាទាំង7សន្តានឈ្មោះច្រើនណាស់រាប់យូរពេកអញ្ចឹងទៅសរុបទាំងអស់ញាតិកាទាំង7សន្តានដែលមានរាយឈ្មោះនៅក្នុងកដាស់នេះទេវតាមកជួយមើលផងអាត្មាអានអត់អស់ទេអញ្ចឹងមកជួយមើលឈ្មោះចដូនចតានៅក្នុងថ្ងៃនេះផងសូមដួងវិញ្ញាណខណ្ឌបកវិញ្ញាណដួងវិបកវិញ្ញាណរបស់គាត់មកអនុមោទនាបុណ្យកុសលដែលកូនចៅបានធ្វើនៅក្នុងថ្ងៃនេះឲ្យជួបភពប្រសពនិងពុទ្ធពរទាំងឡាយ4ប្រការទី1អាយុក៏សូមឲ្យមានអាយុវែងកុំស្លាប់នៅក្មេងសោះឡើយណា100ឆ្នាំពិតគ្រប់គ្នាផលបុណ្យរសាកំបីឃ្លានទី2ចែកចំណែកញោមញាតិដែលបានមកចូលរួមទាំងអស់គ្នាសរុបទាំងអស់គ្នាបានទទួលនៅសុខៈសូមឲ្យបានសុខតរៀងទៅមុខអត់កៈរនីរីករាយប្រំប្រៃសពវេលាឈ្នះអស់ពួកមាសត្រូវផងទី4ពលៈសូមឲ្យមានកម្លាំងកាយកម្លាំងប្រាជ្ញាស្មារតីចាក់ធ្លុះមុខមុតមានពណ៌សម្បកកាយរលើករលងកុំឲ្យកើតទៅជាតិក្រោយខ្មៅពេកកុំឲ្យកើតទៅទៀបពេកដោយប្រគុណម្ចាស់ខាងនេះធ្វើបុណ្យមិនសូវបានច្រើនកើតមកទៀបគឺទឿកតលញញអញ្ចឹងទៅអញ្ចឹងញោមដែលបានប្រាថ្នាបុណ្យកុសលយ៉ាងណាឲ្យស្អាតដោយអាត្មាខ្ពស់ដោយអាត្មារៀងស្អាតដោយអាត្មាអញ្ចឹងញោមណាធ្វើបុណ្យឲ្យបានកុសលទាំងអស់គ្នានឹងចែកនៅសម្បត្តិ3ប្រការសម្បត្តិមនុស្សល្អដោយប្រការសម្បត្តិទេវតាមានធនធានសម្បត្តិប្រណិបពៀនគ្មានទុកភ័យមកចំណែកទៀតញោមញាតិដែលបានអញ្ជើញមកចូលរួមពីទីចិត្តទីឆ្ងាយព្រមទាំងភ្ញៀវកិត្តិយសអ្នកស្លអ្នកស្លុកអ្នកបងប្រហុកអ្នកបងបច្ចេកចិត្តបន្លែផ្លែឈើទាំងអស់ឲ្យទទួលបានបុណ្យកុសលទាំងអស់គ្នាមកចំណែកទៀតទាំងកម្មារាទាំងកម្មារីញោមញាតិដែលបានអញ្ជើញមកពីទីចិត្តទីឆ្ងាយចំណាម្ចាស់ផ្ដើមទានប្រធានផ្ដើមបុណ្យបកករណាប្រគុណម្ចាស់ព្រមទាំងប្រគុណម្ចាស់នៅលើក្រែនេះឲ្យបួលរហូតកុំឲ្យសឹកឲ្យសោះដើម្បីសម្ដែងធម៌ប្រញាតញោមជាពុទ្ធបរិស័ទមកចំណែកទៀតឲ្យញោមញាតិល្អពេលព្រឹកល្អដោយផ្ការរំចង់ល្អពេលថ្ងៃត្រង់ដោយផ្ការកទៀងអាជ្រេជ្រេល្អដោយផ្ការលឹងតែប្រលប់អែល្អដោយផ្ការចំបៃអាត្រៀបប្របីល្អដោយផ្ការចំបាយមានតម្រេះដូចនាងអមរាមានប្រាជ្ញាដោយព្រះមហោសថឲ្យមានចិត្តសន្តោសដូចជាពវេសន្តោឲ្យមានរូបល្អដូចនាងវិសាខាមានចិត្តថ្លាដូចជាកញ្ចក់កុំឲ្យចិត្តអាក្រក់ដូចជាទេវទត្តកុំឲ្យមានផ្លាត់ដូចជាបបាទអាជាតសត្រូវត្រាច់ត្រង់តាមផ្លូវទៅកាន់អរិយមគ្គជាក្នុងអរិយសច្ចមានគុណបំណាច់ដោយព្រះមហាកាសបៈជាតែមានអំណាចដោយព្រះមហាមោគលានមានអំណាចអាចទូមានខ្មាំងសត្រូវដោយព្រះឧបគុតចេះចាំធម៌បំផុតដោយព្រះមហាណោដែលបានសម្រេចធម៌តនហត់ដោយអង្គលីមាឲ្យឈ្នះវារាធិរាជខន្តីវាទីតបកំឲ្យចិត្តវិវេសូមឲ្យចិត្តនឹងឯងកាន់តែត្រង់ស្មោះនៅក្នុងគុណពុទ្ធសាសនាយ៉ាងសង្ឃេពេអ្នកសមតាពធទេសនាសម្ដែងថ្លៃមកប្រមាណដល់ប៉ុណ្ណេះក៏សូមចប់យ៉ាងសង្ខិតត្រឹមយ៉ាងសង្ខេបបែបយ៉ាងខ្លីចប់ប៉ុណ្ណេះស្លេះប៉ុណ្ណឹងអស់វគ្គជ័យនិវាចាពោចុងក្រោយថាអេវ៉ាំងសូមថ្លែងអំណរគុណចំពោះព្រះរាជគុណទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញា
និងសពបរិសុទ្ធជនអ្នកមានចិត្តបុណ្យដែលបាននិមន្តយាងនិងអញ្ជើញចូលរួមក្នុងពិធីបុណ្យដ៏មហោឡារិកនេះសូមទទួលបាននៅសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ប្រការ